កាលណាយើងសម្លឹងឃើញគុណមេត្តាបិតាយើងសម្លឹងឃើញសេចក្តីថ្លៃថ្នូររបស់ពុទ្ធសាសនាកុំតែបានពុទ្ធសាសនាជួយឆ្លុះបញ្ចាំងជួយតម្រង់ទិសជួយបង្ហាញផ្លូវយើងអត់បានត្រូវមិនដឹងត្រូវតបគុណម្ដាយយ៉ាងម៉េចមិនដឹងត្រូវតបគុណឪពុកយ៉ាងម៉េចអត់ដឹងទេប៉ុន្តែបានពុទ្ធសាសនាជួយតម្រង់ទិសណែជួយប្រាប់ផ្លូវប្រហែលព្រះអង្គពុទ្ធសាសនាជួយតម្រង់ទិសជួយប្រាប់ផ្លូវប៉ុណ្ណឹងនៅតែមនុស្សខូចតម្រង់អត់ទៀតមិនដឹងយ៉ាងណាអញ្ចឹងយើងអរគុណបានពុទ្ធសាសនាជួយចង្អុលយើងបង្ហាញយើងប្រាប់ផ្លូវយើងហើយមួយទៀតទោះបីជាគាត់ស្លាប់តែកាន់លោកខាងមុខក៏ពុទ្ធសាសនានឹងនាំឲ្យយើងបានធ្វើកិច្ចតក្កណានុប្បទានដើម្បីជូនគាត់ដែលអត់មានពុទ្ធសាសនាយើងបានអីធ្វើបុណ្យឲ្យអ្នកស្លាប់មែននេះញោមអត់មានអីត្រូវមិនដឹងជារំលឹកត្រង់ណាធ្វើចំណុចណាទិសឲ្យអ្នកស្លាប់បើយើងឃើញកិច្ចមុនពុទ្ធសាសនាកិច្ចក្រៅពីពុទ្ធសាសនាកាលនៅស្រុកខ្មែរយើងសម័យនគរភ្នំរហូតមកសម័យចេនឡាអីមកដែលយើងយកព្រហ្មញ្ញសាសនាជាប្រមុខធំជាងពុទ្ធសាសនានោះឃើញឲ្យតែពេលមនុស្សស្លាប់គេនាំគ្នាមកជុំគ្នាគេនាំផោះភៀបណ្ដាការជែកទុំទំលងត្រាវល្មុតមខុតសេដាអីសពគ្រប់ហើយគេយកមកដាក់នៅពីមុខហៅខ្មោចដែលស្លាប់នឹងមកសែកសោដឹងបានញោមស្មានមិនដឹងដែរដឹងបានចាំមើលថ្ងៃណាយើងងប់មើលដឹងតែគេធ្វើឲ្យអញ្ចឹងបានតែដល់ពេលយើងមិនមែនបដិសេធថាវាមិនបានទេប៉ុន្តែវាមានកិច្ចពុទ្ធសាសនាចូលមកមួយទៀតនាំឲ្យយើងចេះធ្វើតក្កណានុប្បទានទៅទិសកុសលជូនដល់អ្នកស្លាប់អត់មានធុញអីទេធ្វើរាល់ថ្ងៃអត់ធុញទេដាក់បាតលោករល់ថ្ងៃអីធុញទេអត់ធុញទេស្ដាប់ធម៌ទេសនារាល់ថ្ងៃធុញទេអត់មានខ្លងអីទេលោកវិញទេសរហូតដល់ចេះហត់អត់មានខ្លងទេនឹងប៉ុន្តែសម័យព្រះមានអ្នកធុញយើងយកចាំស្ដាប់សម័យព្រះមកលើកសម័យព្រះក្នុងព្រះគាថាធម្មបទអង្គសម្ដែងក្នុងគាថាទី66ញោមណាដល់66កាលនោះព្រះអង្គគង់នៅវត្តចេតពុនមហាវិហារនាទឹកដីក្រុងសាវត្ថីមាននាងម្នាក់ឈ្មោះនាងកាណាញោមអើយនាងនឹងឈ្មោះអីមិញកាណាកដាក់ស្រាណដាក់ស្រាឈ្មោះនាងកាណាម្ដាយរបស់នាងកាណានឹងអ្នកធ្វើបន់សុទ្ធកុំឲ្យលោកណាទៅដល់ផ្ទះអត់រំលងព្រះអង្គសុទ្ធតែទៅបិណ្ឌអង្គណាក៏ដាក់អង្គណាក៏ដាក់ថ្ងៃខ្លះអត់ហូបខ្លួនឯងចំពេលវេលានាងកាណានឹងត្រូវមានប្តីសម័យនោះកាលណាមានប្តីត្រូវទៅផ្ទះខាងប្តីយកសម្ភារៈផោះភាបណ្ដាការអីទៅតកូលប្តីតែមិនទាន់ទៅតកូលប្តីនឹងប្រពេញសិទ្ធអីទេគ្រាន់ថានាងនឹងទៅនឹងចាប់ផ្ដើមរៀបមង្គលការនៅខាងប្តីអញ្ចឹងម៉ែនេះម្ដាយនេះបើកូនទៅខាងប្តីបើទៅដៃទៅទេដូចវាមិនតំណងចឹងខាត់កូនឯងកុំអាទៅអីកូនចាំម៉ែធ្វើនំឲ្យទៅដៃទៅទេដូចវាមិនសមចឹងទៅយកនំយកអីនឹងទៅផ្ញើប្តីផ្ញើអីផងប៉ុន្តែមិនតាន់ជាប្តីពេញសិទ្ធទេណាញោមលឺទេអត់តាន់ប្តីពេញសិទ្ធទេទៅប្តីបដែតសិនមានប្តីបដែតទៀតចុះការងារឥឡូវមានការងារបដែតប្តីនេះក៏ប្តីបដែតសិនទេបើដល់ពេលទៅបានប្តីទៅពេញសិទ្ធស្រាប់តែកំពុងតែចំអិននំព្រះភិក្ខុសង្ឃលោកនិមន្តបិណ្ឌបាតញោមដល់អំពីវត្តបច្ចេតពុនមកបិណ្ឌបាតឈរនៅមុខផ្ទះរបស់នាងកាណាម្ដាយបងចំអិននំនាងនៅនេះលោកក៏មកដល់ម្ដាយនោះនំចិនតែប្រុងឲ្យកូនទេចាំធ្វើក្រោយដាក់បាតសិនយកអានំទៅដាក់បាតលោក4អង្គដាក់អស់ណ
nè đọt đặt hỡi lục buồn ong nắng là từ đòn vót sập hẹp nè lục cha ấy muốn từ tia mà đai niên ca na tới còn đặt tia đây tới còn đặt đây rụng lon cái còn đặt tia đây chứ còn đặt ở lục ở hỡi còn đừng phơi tiết ở cồn xây vô từ hàng vào đây sắp từ mau tiết buồn ong tiết nhổ mau tiết riêng ơi con lục mà ố lục mà tiết đó chẳng còn ngày cào chẳng cào tiết đặt bà thật đặt tiền đại tới nó bàn đấy từ lọp từ vọt đấy lùm chạy muốn từ tia mà đai nên ca na tới bàn đi đây để không để ta nhôm lộ sớm mày tia nhôm nọ là nhôm nọ không chạy ta đợt tới nó bỏ tiết niên nó can được không sắp tay ai nó kê cò từ pé kê vô niên mà đẻ nó tới ca cho môi tới nhôm đây cái vô một con tiền tới ai vậy đấy ọt từ té làm từ ót tô xạ cờ lần được không chẳng mất ôi cả lúc nam mất chi ở na đây được không ấy là trong bàn ở đấy là lấy vào đây thì vô một con môi tiền bạn chẳng ngay lúc đang bằng được lộn nó cái tật sập tật tia đất bàn tia này tới tật tia đó tật lừa đấy ót bản nhổ niềng cana nó cho nó bục tiệt ôi cả máu chi nó bằng lúc nặng chả mất màu mềm đôi chật nhổ buồn ong màu sòng say cả nắng miên phân vật thi môi đẩy nhổ đấy cho mà cái ọt đã cho mà cái chi nó mỏng nhổ chi vô ý đợt của màn đi đây cả chi năng nhung chờ nè lô còn muốn lọp từ vinh từ ông còi nó gặp phọp hay nhổ mà quyền bàn ấy tê từ trong mà cái chi nhổ không ấy ọt bàn ở đây môi từ muốn bên mà chùm hiên ấy ọt bàn từ muốn rồi xa lục anh cũng kia nó một bật đấy từ bàn Prea vì khẩu sáng muốn đal vạt từ tu tật prea và ông ai ngày nay sẽ ban trong cái chế để và ông có hàm khoát mà nên bị khẩu từng lai mình cuốn đừng tự ban tia đỏ đeo chỉ nhất chỉ nhọt là ông hàm đó nhổ chẳng và ông thì muốn tới khuôn và ông muốn tới khuôn ấy nhổ ông thì muốn tới đal một tia niên ca nà hãy có mà đài bọc niên khơi bẹt sạc đá còn thì muốn riêng trôi từ không te cào cột thia sân này trầm tới niên can ná đăng tập bẹt móc rút buồn bẹt bạn sòng say tập bẹt mà rồi rương ai thì mong chỉ cô chào lúc thì lại bẹt nhớ có trôi tập buồn bạn bóng trong xua mà đài niên á nè cho niên can ná từ na hái ở ba sợi cá con rồi bọc nhom bọn nâng tay chia khma yên bọn á chì và xong là lớn từ buồn bạn bây tế từ hai niên ca nam một chuột từ thà cột tây từ háng mau ọt chanh chất đấy mau nhau mau mà chuột pre bắt làm bên mau lẹ cả nạ không mang may đau của trẹ cho của trạc lang đau toát chan toát chán mau sập hiếp quay công bọn ấy bằng trồng xô mà nếu niên ca ná hãy ấy ban niên rốt buồn từ thả cốt bà bịch bằng nhầm bằng yên khmạc bằng hãy ấy ban khmạc từ thả cốt nhầm bằng chi xa vẹ bằng đạp tròn hãy ấy bàn chê xa vẹ từ thả cốt mỏng bi lô mà bắn nhật bế khiông của ná ọt bàn vào đây đây cái vô của quân tiết đất khẩn phê chê cho từ thả cốt xua xa vẹ từ thả cốt bọn đi miền sông ấy miền sông vô nung đen mà đai bọn niên đã ba xa vẹ từ thả cốt miền sông ấy ọt bàn sông ấy phong của ông mà đó lô công nơi khẳng mục tiền nó có miền đà khiêm võng đã ọc tầng ba xa vẹ tờ thà cột mình đèn bàn sông phó với gây tờ khẳng lục
nè nhom đạp tròn năng nè nhom mày ơi nè chỉ tiêu chứ đâu đạp tròn năng vừa đúng không ạ xa vẽ là tha cốt miên từ sông ấy ọt miên sông ấy phong mệnh từ chê xa vẽ là tha cốt hãy lấy nhom lên lục xong lần bạn đại sông nhom mà đại sông đấy mà đòi một cái hay đại sông ơi về ơi mà ấy đạp và học ở trên ơn mau miền đại sài chân đấy ọt đây ọt đã ọt đâu từ đó bắn một tia kia đội đồng bình nhá từ đó một tia kia mà thà cho pi là ti ấy một khơi giờ chặt vô ấy của vi giờ khơi nó lương cái lô cái khơi chứ đấy nhổ khả năng là bạch lô của vi chọc của vi là nên của vi nó của vi của bát đấy nè của bao nhiêu về cơ khơi lương cái này nhổ chẳng mơ cái khơi á cái này lô cái về ọt khơi dương ban mình nghĩ à mà nó khơi cho thôi khơi của bao đại chặt tiền khơi đó mà clop ai này mười là đúng phai này bal là nam đây bỏ tả ọt khơi này tả khơi này thôi khơi đôi à mình nó ọt đây chứ thôi đây đang vì trẻ đấy mẹ đấy nhở chưa đấy chưa đâu chưa lên nhá mà nó để khơi đây chứ tự đa ọt rẻ sọt tại bà mà lúc đây men tên đây tự đa chặt nhẹ hãy bà mà lúc khơi cho thôi khơi lúc ấy của vi chặt một bal mấy đó bạc chặt rồi anh mình được dây khơi từ tiền ọt đã ọt từ tiền nè đây là pe bọn trộn trà trắng chặt ở đâu xiêm có bọn sầm đầy nên bọn sầm đầy phò đắp sầm đầy phò hay niên can na quay vùng cung sông tôi bọn đắp phò chấp bàn sầm đầy sao tà nè ọt trà đấy nhiệt được ọt trà đấy chặt bị pen đâu tơ ọt chê lô cái chụp chê lô ọt ở đây có ọt mình được khoa là hướng miền ở đây ọt có ọt chắc bị ngay nâng tới trăm đã bạc lỗ nhỉ hay lúc lên hiền từ bạc từ mà đó cái chi ở khu mới từ ấy tiếng con đang quay trăm mơ lô cây lô mình muốn mà ắt khơi lô nào mà miền hiền từ nãy nhớ vào cái chi hồi bình phù mà trên là trăm bạc trong tay của ông to cả nó có sừng đây thôi chấp ông thì môn riêng mà tamแต่การแปลวิเหวัดเจตปนไม่กัดตีแปลเลียนแปลบรมรีจุแหวงแปลรีเจี๊ยบองตอดมือปีแปลนกอตะเคยแปลบรมศาสดาจารก็ปราบมาตมาจูรถโต้เลื่อนดำไปขอดศาสนารีเจี๊ยก็เรียกจำเอริยาบัดได้จบปีแปลบรมรีจุแหวงแต่ตะดาตีเปลี่ยนในแปลบรมรีจุแหวงควายกรมศาสดาโดยสิ่งใดก็รบสู่พระองค์บัพเพพระองค์เติบนิมนต์ยิงบัพพัมปีตีน้าจังไงกระดาวน้องพระองค์ตรงตราถัดไว้ปปมหาฤทธิ์ตถาคตบัพพัมปีเตะมาได้เนียงการหน้าพระองค์นิมนต์เติมเมียงการไอ้เนาะบัพเพมหาฤทธิ์ตถาคตนั่งเติมสมัยพอดำใบปุญญลเนียงการหน้านั่งเดินเชีสาวเวตถาคตใช้เจ้าเลยยังไม่ตะหายพระองค์ชกได้ชกเชียบานสาวตาเลยจำแต่ดักบาดโลกเทเฟอร์แต่บนเทเลยนี่โน่รู้ปองหล่อนักโกนนังพยมปองกึศแต่ซ้ำโกนนังเฟอร์จะโกนสไลโกนพอแต่บอกเจียทีดาเนี่ยเห็นยังไหมอันนั้นอำนาจในบนในเกศเฟอร์นั่นนะโยมจำแต่ซ้ำโกนนังเฟอร์เจียทีดายังแต่เฟอร์เจียโกนไอแต่น้อมโกนนังมอนเนียงการนานังมอนบักกาปราบออกเปรย์บรมมาในจุแบงออกเปรย์แล้วก็ถึงมูลฐานนี่โจสมความเนียงการนานี่ตกโดยจิตโกนสไลด์บอกยืงบังการจังจัดใจเพื่อเตียนเพื่อไอ้เพื่อจ๊อกเอาแต่จอมเพื่อแต่บ้านที่เขาสั่งประชุมคณีขนมวัดเจตพ้นโลกสันตนีคณีเกิดเติมปองอจานะประสาทดายืงเนียงการนาเจโลกเจโอเจตีบพอดปองยังเนียงการนาเอาเชือกลากขนมบอลบานแต่ปองสันใดในเชียดดอกไอ้ปวดมาบานเต้เต้ปองโลกเลิกลางเกียรติามาเลิกเดียวเกียรติาตี60ผมมวยนั่นแหละมาสันใดชูเนียดโยการนกปองตรงตรักในประเกียรติตี60ผมมวยนั่งผ่าเยะหาเปเรหะโตแก้มพิโรวัปสันนาวอะนาววิโลเอวังคำเมียนนิสัตวานเนี่ยวัปไซตันเตปันดิตา
នេះព្រះគាថាទី66ក្នុងព្រះគាថាធម្មបទសូមលើគាថានេះប្រគេនព្រះអនុថែជួយប្រែជាភាសាខ្មែរជូនញាតិញោមបានស្ដាប់ផងសូមនិមន្តសូមអនុមោទនានមត្ថោរតនតយសៈខ្ញុំប្រកាសណាមចាស់សូមនមស្ការអត់អង្គកាយវិចារចិត្តត្រាប់ថ្វាយបង្គំចំពោះគុណនៃព្រះរតនត្រ័យទាំងឡាយ3មានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដែលជារតនៈឯកដ៏ដ៏អង្គប្រសើរពិសេសបំផុតនៅក្នុងលោកដោយសេចក្តីគោរពនិងដោយសេចក្តីជ្រះថ្លាដល់ក្រែងបំផុតធ្វើនៅសេចក្តីគោរពជ្រះថ្លាចំពោះគុណចាស់គ្រប់ព្រះអង្គដែលបានស្ដាប់សំឡេងព្រះធម៌ក្នុងនាទីអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនាពេលលើសេចក្តីរាប់អានចំពោះលោកចាស់អាវុសោអ្នកដ៏មានអាយុគ្រប់ព្រះអង្គទាំងអស់ដែលមានព្រះវត្តមាននៅក្នុងបញ្ញដ្ឋានលាវលាកាសនេះដោយសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់សូមចម្រើនពរដល់ពុទ្ធបរិស័ទញាតិមិត្តជិតឆ្ងាយទាំងអស់ដែលបានអញ្ជើញមកចូលរួមនៅក្នុងកម្មវិធីបុណ្យតក្កិណាប្រទានគម្រប់ខួប100ថ្ងៃដែលម្ចាស់ទានប្រធានដើមបុណ្យមានលោកយាយឧបាសិកាយូជាដើមរួមជាមួយនឹងកូនចៅបានគោរពធ្វើក្នុងគោលបំណងជូនចំពោះដល់បាសកកៅកងដែលត្រូវជាស្វាមីដែលត្រូវជាបិតាត្រូវជាជីតារបស់ចាស់ទានប្រធានបុណ្យចឹងក្នុងឱកាសនេះខ្ញុំប្រកាសថាស្មារតីបានទូនាទីពីព្រះមហាថាយដើម្បីបានចូលរួមស្ដែងធម៌អធិស្ឋានទៅតាមបំណងរបស់លោកយាយបាសិកាយូដែលជាអធិបតីនៃបុណ្យដែលនិមន្តហ្នឹងគឺនិមន្តយូរមកហើយនិមន្តស្ដែងធម៌ទេសនាហើយតែនោះតែណាត់នោះណាត់នឹងខ្លាចអត់បានជាខ្លាចទៅប៉ុន្តែសំណាងឲ្យលោកអត់សកត់ទៅបើលោកសកត់បាត់ក៏គ្មានបានប្រទេសដែរណាកាលដែលនិមន្តលោកណាត់ជាមួយលោកហ្នឹងអត់មានគិតទេខ្លាចលោកសកត់ឯអត់ខ្លាចទេទៅនិយាយដឹងឲ្យពីបានទៅហ្មងណាថ្ងៃបុណ្យអាត្មាគ្រាន់តែព្រលឹមឡើងអាត្មាមិនទាន់ងើបពីសងផងនិយាយទៅថ្វាយអង្គមអាត្មានៅស្ពងសឹងឡើងទៅតាំងព្រិលឡើងទៅថ្វាយអង្គមពីគុណណាប្រយ័ត្នផ្លេចបុណ្យកណាណាឥឡូវបានមកហើយសម្រាប់បំណងហ្នឹងណាគាត់ណាទាំងពីរព្រះអង្គហ្នឹងនឹងហើយមនីបាឡោរបស់ញោមនោះតាមប្រទៅផិនវុធីវាមិនសូវជារីកមុខរីកមាត់អីប្រហែលទេព្រោះអ្នកស្រុកយើងណាស្មានោះធម្មតាទេធ្លាប់មកហើយនៅម្ដងនេះបានញាតិញោមស្ដាប់ពធនឹងច្រើនពីមុនមកហើយគុំចាស់ព្រះអង្គជួនកក្កដានៅភូមិនេះលោកអត់ដែរនិមន្តមកទេមកតែបែកខាងត្បូងនៅភូមិមហូតហើយបនទោះបីជាភូមិដាច់ឆ្ងាយពីគ្នាយ៉ាងណាមុខអ្នកស្ដាប់ធម៌នៅដដែលណាមុខដដែលបនផ្ទះអាត្មាក៏មុខហ្នឹងបនផ្ទះមិញអូនពូកែបឯណោះមុខហ្នឹងបនផ្ទះអ៊ំសឿងតាន់មុខហ្នឹងហើយហ្នឹងបើសិនតែទៅញឹកបែបមុខហ្នឹងដដែលរហូតទេចារាល់ថ្ងៃដើរបនអត់មានធុញបនអីខ្លះទេអត់អីទេកុំធុញបនព្រោះបនហ្នឹងយើងបំពេញទៅសន្សំទៅមិនខុសទេល្អណាស់ទីបំផុតហ្នឹងយើងត្រូវពឹងទៅលើបនហ្នឹងឯងហើយបានស្ដាប់ព្រះថេរដីការបស់ព្រះមហាថៃដែលព្រះអង្គបានលើកឡើងខាងដើមតេតងទៅនឹងដំណើររឿងរ៉ាវប្រវត្តិរបស់នាងកាណានិងម្ដាយរបស់នាងភិក្ខុសង្ឃដែលនិមន្តទៅបិណ្ឌបាត
លោកទៅបានបាតលោកថាលោកទៅក្រោយដែលគេជេរហ្នឹងបើលោកផិនវុធីហ្នឹងហើយកុំដឹងហ្នឹងហើយលោកផិនវុធីលោក4អង្គផិនវុធីដើរមុខជួនកកដាដើរក្រោយគេនឹងត្រូវខ្លាំងជាងគេលោកនៅក្រោយអាត្មានៅមុខឮតែ2 3ម៉ាច់ប្រូតបាត់ទៅហើយលោកនៅក្រោយគេអាឡ័យតែបាំងឆាត់នឹងអាឡ័យតែខ្មាស់នាងកាលណាកំពុងឲ្យជេរនៅចូលស្ដាប់ទៅចប់ផិនវុធីទៅដល់វត្តបាត់អញ្ចឹងលោកក្រោយនឹងហើយជូនកកដានោះព្រោះលោកកាលហ្នឹង4អង្គឯនោះមិនមែនតែមួយអង្គឯងហ្នឹងឯណា4ឯនោះណាហើយ2អង្គទៀតមិនដឹងអង្គណាទេប្រហែលជាព្រះអង្គកាន់កាមេរ៉ាថតក៏មិនដឹងហើយព្រះអង្គរោក៏មិនដឹងដែរនឹង2អង្គទៀតឥឡូវនេះព្រះមហាថេរព្រះអង្គផ្ដល់ឱកាសដើម្បីបកប្រែនៅប្រធានថាដែលប្រពុតព្រះអង្គសម្ដែងជាមួយនឹងភិក្ខុទាំងឡាយដែលលើកឡើងជាភាសាបាលីថាយៈថាបេរហតោគំភីរោវបសណ្ណោអនាវិឡោអេវ៉ាំងធម្មមានnăngសុខវាអ្នកវបស័យតន្តិបណ្ឌិតាប្រែនៃសេចក្តីជាភាសាខ្មែរថាអន្លង់ទឹកដែលជ្រៅរមែងថ្លាមិនល្អយ៉ាងណាបណ្ឌិតទាំងឡាយកាលបើបានស្ដាប់ពធទេសនាហើយរមែងជ្រះថ្លាសុខសួនក៏យ៉ាងដូច្នោះដែរអនុមោទនីខ្ញុំបកណាបកប្រែនៃសេចក្តីពីភាសាបាលីនៅជាភាសាខ្មែរមានប្រមាណប៉ុណ្ណេះសូមព្រះមហាថេរនិមន្តជ្រាបសាធុសាធុសាធុអនុថែចេះឆ្លាតរត់ទៅមុននៅក្រោយគេជេរព្រោះដែរណាបើបានជេរងាយអីបានស្ដាប់ជេរមែនទេញោមគិតទៅមិនមែនជេរតែប្រកែឥឡូវទេសម័យព្រះក៏មានស្រីស្រីជេរដែរណាញោមអញ្ចឹងបានឆ្លងមកដល់ឥឡូវហ្នឹងជេរព្រោះអើយព្រោះចេញសាមីឯកាទៀវណាញោមណោះកណានឹងកណាជេណាកណាណាគេថាញោមដោះលេងសោះហ្នឹងដោះកន្លែងជេវិញហ្នឹងឯងនេះកណាអូឲ្យតែលឺដោះកណាយកទៅមកដល់ខុសដល់ត្រូវអីហ្នឹងហ្នឹងអញ្ចឹងអនុថែប្រែឲ្យណែអន្លង់ទឹកដែលជ្រៅរមែងខ្លាមិនល្អយ៉ាងណាស្គាល់អន្លង់ទឹកហ៎ស្គាល់អន្លង់ទឹកអត់ស្គាល់មិនអត់ស្គាល់អីណែដែលជ្រៅឲ្យថ្លាមិនល្អយ៉ាងណាបណ្ឌិតទាំងឡាយបើបានស្ដាប់ធម៌ទេសនាហើយរមែងជ្រះថ្លាយ៉ាងសុខសួនក៏យ៉ាងនោះដែរយ៉ាងណានិមន្តគុណចាស់ព្រះអនុថែដើម្បីបានឱកាសអធិប្បាយគាថានោះព្រោះអនុថែតែស្រុកនេះស្រុកលោកបើស្រុកលោកសំណាអាត្មាមិនសូវទេសទៅលោកមែនទេញោមណាគេប្រើអ្នកស្រុកឆ្ងាយទេសច្រើនជាងអ្នកស្រុកចិត្តអញ្ចឹងសូមមុននឹងអធិប្បាយមកពេញចិត្តចុះយ៉ាងណាគាថាទី66ព្រះអង្គសម្ដែងប្រពលើនាងកាណាសូមនិមន្តសូមអនុមោទនាផនទេបបិទ្ធព្រះមហាថេរដល់ចម្រើនស្រុកកណាហ្នឹងមិនមែនសំគួរអីកណាទេច្រើនទេព្រះអង្គមកច្រើនជាងបានល្អព្រោះអីមហោប្លែកណាបើណាចុងភៅហ្នឹងវាប្លែកហើយស្មាហ្នឹងវាឈឺកតាំងពីថ្ងៃវិសាខបូជាមកឡើយហ្នឹងលេបទឹកមាត់អត់ចង់រួចទេកុំមកខ្លាចសពុតទៅកុំអីអត់ឆាន់បាយទៀតណាតែចេះប្រឹងលេបទៅឥឡូវបានបណ្ណាយកប៉ុណ្ណឹងទៅណាបងណាអញ្ចឹងនៅក្នុងនៃព្រះគាថាដែលព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គបានសម្ដែងថាយៈថាបេរហតោគំភីរោវបសណ្ណោអនាវិឡោអេវ៉ាំងធម្មានិសត្វាអ្នកវបស័យតន្តិបណ្ឌិតាអន្លង់ទឹកដែលជ្រៅរមែងថ្លាមិនល្អយ៉ាងណាបណ្ឌិតទាំងឡាយបានស្ដាប់ធម្មទេសនាហើយរមែងជ្រះថ្លាសុខសួនមិនល្អក៏យ៉ាងនោះដែរនេះព្រះអង្គចង់លើកឡើងអំពីគុណតម្លៃនៃព្រះធម៌ទេសនាដែលទោះបីជាបង្ហើយចេញមកអំពីព្រះអោសរបស់ព្រះសម្មាសម្ពុទ្ធក្តីអំពីអរិយសាវកអរិយសាវិការបស់ព្រះអង្គដែលលើកឡើងមកគោលមកសម្ដែងក្តីឲ្យបុគ្គលអ្នកដែលបានទទួលស្ដាប់នៅព្រះធម៌នោះរមែងជ្រះថ្លា
ដែលជ្រះថ្លាគឺព្រះអង្គប្រៀបធៀបសេចក្តីជ្រះថ្លាហ្នឹងមិនល្អក់កករមែងសុបសួនដែលថាលើកឡើងជាការប្រៀបធៀបទៅនឹងអន្លង់ទឹកនៅក្នុងព្រះអដ្ឋកថាលោកសំដៅយកមហាសមុទ្រទាំង4គឺជាអន្លង់ទឹកដែលធំដែលមិនចេះល្អក់ដែលមិនចេះកកទៅដោយអំណាចនៃពពួកវងត្រីដែលដូចជាទឹកដងដូចជាទឹកត្រពាំងដែលរាក់នឹងឯងគឺមិនថ្លាទេទោះបីជាថ្លាម្ដងម្កាលប៉ុន្តែនៅពេលដែលពពួកវងត្រីវាហែលទៅហើយក៏រមែងធ្វើឲ្យល្អក់កកនឹងឡើងមកណាដូចជាទឹកដងពេលដែលបុគ្គលបោះរបស់ឯងមួយទៅហើយកោទៅក៏រមែងល្អក់កកនៅក្នុងព្រះអដ្ឋកថាលោកសំដៅយកមហាសមុទ្រទាំង4ដែលមហាសមុទ្រទាំង4នោះជ្រៅណាស់ដែលមានជម្រៅរហូតដល់ 84,000 យោជន៍មហាសមុទ្រនោះឯងគឺមិនដែលចេះល្អក់កកទៅដោយពពួកវងត្រីទេទោះបីជាពពួកវងត្រីនឹងឯងចូលមកលុកលុយហាលទៅមកយ៉ាងណាក៏ដោយក៏មិនអាចធ្វើទឹកដែលថ្លានោះឲ្យល្អក់នោះបានដែរក៏គឺនៅតែរងនៅតែថ្លាជានិច្ចយ៉ាងណាមិញបណ្ឌិតទាំងឡាយនៅក្រោយពីពេលដែលបានស្រាប់ពធទេសនាហើយចិត្តរបស់បុគ្គលនោះឯងរមែងជ្រះថ្លាហើយសុបសួនទៀតញាតិញោមណាដំបូងឡើយជ្រះថ្លាចិត្តរបស់យើងនេះគឺតែងតែប្រឡោកប្រឡាក់ល្អក់កកទៅដោយអំណាចនៃកិលេសទាំងឡាយមានលោភៈមានទោសៈមានមោហៈមានវិជិកិច្ឆាមានសេចក្តីកំណាញ់ជាដើមដែលធ្វើចិត្តនឹងឯងវាជាប់ចម្ពាក់អញ្ចឹងចិត្តបើនិយាយអំពីប្រភពរបស់ចិត្តពីដំបូងឡើយគឺជាភវង្គចិត្តដែលជាចិត្តដែលរងថ្លាជាចិត្តដែលល្អប្រសើរណាដូចជាការប្រសូតចេញអំពីឧត្តររបស់ម្ដាយភ្លាមមកពេលហ្នឹងគឺមានចិត្តទៅហើយញាតិញោមនៅមានចិត្តហើយប៉ុន្តែសួរថាចិត្តនៅពេលហ្នឹងចេះជេរនៅញោមកូនង៉ែតឹមកើតចេះជេរនៅណាតឹមកើតចេះចងគំនុំគេនៅចេះស្អប់គេនៅណានៅតែចេះលោភឯនៅចេះខឹងចេះក្រោធចេះមួម៉ៅចេះប្រច័ណ្ឌឯនៅណានៅតែចង់បានទ្រព្យសម្បត្តិយសស័ក្តិមុខមាត់ចង់ស្អាតចង់ល្អយ៉ាងណាគឺពេលហ្នឹងវាអត់ទាន់មានទេអញ្ចឹងពេលហ្នឹងចិត្តហ្នឹងចិត្តថ្លាឲ្យថ្លាយងល្អណាស់ប៉ុន្តែបុគ្គលមិនបានស្ដាប់ពធចិត្តនឹងឯងវាប្រព្រឹត្តទៅតាមអំណាចពេលវេលានៃសង្ខារដែលវាដំណើរទៅជាមួយនឹងថ្ងៃខែឆ្នាំវិវត្តទៅព្រមគ្នាជាមួយនឹងរូបរាងកាយហើយទទួលនៅកិលេសតាមរយៈភ្នែកតាមរយៈត្រចៀតាមរយៈច្រមុះតាមរយៈអណ្ដាតតាមរយៈកាយតាមរយៈចិត្តតែចេះតែទទួលពេលភ្នែកឃើញរូបល្អសោមនស្សត្រេកអររីករាយឃើញរូបអាក្រក់ទៅជាតោមនស្សបដិខៈថ្នាំងថ្នាក់ចិត្តនឹងឯងជាអ្នកដឹងជាអ្នកឮហើយជាអ្នកប្រាថ្នាចង់បានកើតនៅលោភៈមួយផ្លែតហ្នឹងណែឃើញទេញាតិញោមចាប់ដើមដូចក្មេងកាលពីអាយុ 3 4 5 ឆ្នាំទាន់ចេះស្រឡាញ់គេណាទោះបីជានៅនឹងបវរកញ្ញាឯកមកពីស្រុកវត្តក៏មិនទាន់ស្រឡាញ់ដល់ញោមណោះមែនទេណាបវរកញ្ញាឯកក៏ដោយមកពីស្រុកវត្តក៏ដោយយកមកឲ្យក្មេងអាយុ 7 3 ឆ្នាំមើលចេះស្រឡាញ់ទេអត់ទេប៉ុន្តែដល់ទៅពេលពេញកំឡោះឃើញបវរកញ្ញាស្រឡាញ់ចាប់ផ្ដើមតាក់ចិត្តតាក់អារម្មណ៍តិចស្ដាប់សំឡេងមកហើយអូព្រោះណាភ្នែកនឹងឃើញរូបទៅស្អាតឃើញគេមានឃើញគេបានក៏ប្រាថ្នាចង់បានរបស់នោះចឹងកិលេសនឹងឯងវាកើតឡើងជាមួយគ្នានឹងការចម្រើនទៅនៃអាយុមួយថ្ងៃបន្តិចរហូតដល់មានចិត្តប្រកាន់មមនៅឧបាទានខណ្ឌស្រឡាញ់រូបរាងកាយភ្លេចអស់ហើយអនិច្ចំទុក្ខំអនត្តាអីយូរទៅក៏សន្សំទុកកិលេសនោះវាទៅណាវាដេកត្រាំនៅជាមួយចិត្តញោមវាដេកត្រាំនៅជាមួយចិត្តធ្វើឲ្យចិត្តល្អកកប៉ុន្តែនៅពេលដែលបុគ្គលបានស្ដាប់ពធនឹងឯងជ្រួតជ្រាបតាមរយៈសោតប្រសាទ
ចូលទៅដល់បញ្ញាឲ្យមានបញ្ញាហើយចាប់ផ្ដើមគិតពិចារណាសារឡើងវិញគិតម្ដងតិចយូរទៅចាប់ផ្ដើមយល់ច្បាស់ក្នុងធម៌ព្រោះធម៌ហ្នឹងគឺជាសត្រូវរបស់កិលេសញោមណាវាឧបមាបីដូចជាថ្នាំពេទ្យគឺជាសត្រូវនៃរោគទាំងឡាយទាំងពួងអញ្ចឹងតែកាលណាយើងមានរោគវាត្រូវការថ្នាំពេទ្យដើម្បីយកមកព្យាបាលអញ្ចឹងណាញោមណាដូចជារោគក្តៅខ្លួនអញ្ចឹងទៅរកគ្រូពេទ្យឲ្យគ្រូពេទ្យគាត់សំថ្នាំពេលដែលយើងសំហើយយើងលេបហ្នឹងវាមិនមែនជាដាច់ភ្លាមទេគឺអធិពលរបស់ថ្នាំពេទ្យនឹងឯងវាមកប្រសាប្រោកម្ដងតិច5-6ម៉ោងឬក៏12ម៉ោងពេទ្យគេថាឲ្យលេបម្ដងទៀតអញ្ចឹងលេបម្ដងទៀតលេប3-4-5ថ្ងៃជាអញ្ចឹងទៅបានន័យថាអំណាចរបស់ថ្នាំពេទ្យនឹងឯងវាចូលទៅកម្ចាត់រោគវាចូលទៅកម្ចាត់ជំងឺនៅក្នុងខ្លួនប្រាណហ្នឹងយ៉ាងណាមិញពធដែលយើងព្យាយាមស្ដាប់នឹងអញ្ចឹងណាបងណាដែលយើងស្ដាប់ហើយស្ដាប់ទៀតចុះស្ដាប់នឹងប្រយោជន៍អីវាមិនមែនអីគ្រាន់តែលើកដៃសាពះបត់ជើងអីអញ្ចឹងទៅដើម្បីយកបន់តែប៉ុណ្ណឹងមិនមែនទេដើម្បីឲ្យអំណាចរបស់ពធគុណរបស់ព្រះធម៌ហ្នឹងចូលទៅកម្ចាត់កិលេសដែលជាគ្រឿងដេកត្រាំនៅក្នុងសន្តានចិត្តដេកត្រាំនៅក្នុងសន្តានចិត្តដែលថាធ្វើឲ្យចិត្តល្អកកណាញោមដូចជាទឹកនៅក្នុងពាងដែលមានកកច្រើនហើយគេយកនៅសាច់ជូរយកទៅដាក់ឲ្យកូរវាទៅញាតិញោមដែលឃើញគេកូរទឹកដាក់សាច់ជូរឯដែលឃើញទេយកសាច់ជូរនឹងមកយកមកដាក់ទឹកហើយទឹកនឹងល្អណាញោមគេហៅទឹកខួនដែរញោមដួសទឹកនឹងមកពាងដាក់ពេញពាងហើយដំសាច់ជូរហើយយកទៅកូរហើយចាំមើលមកសតុះទៅមើលចាប់ដើមរងថ្លាមែនទេញាតិញោមណាចាប់ដើមរងថ្លាម្ដងតិចរហូតទៅដល់បាតពាងគឺកកនឹងឯងត្រូវបានកាត់ទៅដោយសាច់ជូរធ្លាក់រហូតទៅដល់បាតពាងយ៉ាងណាមិញយើងនិមិត្តព្រះធម៌នឹងឧបមាបីដូចជាសាច់ជូរឯទឹកនឹងឯងឧបមាបីដូចជាចិត្តណាដែលទឹកប្រឡាក់នឹងឯងដែលកកនឹងឯងឧបមាបីដូចជាកិលេសដែលនៅដេកត្រាំនៅក្នុងសន្តានចិត្តមានអនុសយកិលេសមានឧបកិលេសដោយបុគ្គលមិនព្រមកម្ចាត់ចេញវាដេកត្រាំធ្វើឲ្យចិត្តខូចញោមបើចិត្តនឹងឯងធ្វើឲ្យចិត្តខូចធ្វើឲ្យចិត្តកាយធ្វើឲ្យចិត្តខូខើធ្វើឲ្យចិត្តចេះថ្នាំងថ្នាក់ធ្វើឲ្យចិត្តចេះងក់ងងធ្វើឲ្យចិត្តនឹងចេះអន់សពន់ចិត្តចេះតូចចិត្តច្រើនណាស់ចិត្តដែលដឹកនាំដោយកិលេសនេះបើវាបង្ហាញទៅតាមអាការៈអីផ្សេងរហូតទៅដល់មានការចងគំនុំគុំគួនប្រព្រឹត្តធ្វើនៅអំពើចងអភិធជាបានឲ្យអ្នកដតីវិនិច្ឆ័យហិនហើយរហូតបានទៅជាកម្មទៅជាពាទៅជាវិរិយនៅក្នុងសង្សារវដ្តដែលទៅដល់ថ្នាក់ហ្នឹងដោយសារអីដោយសារតែបុគ្គលមិនព្រមស្ដាប់ពធដើម្បីអប់រំចិត្តឥឡូវយើងពេលដែលបានស្ដាប់ពធហើយដែលពធហ្នឹងឧបមាបីដូចជាសាច់ជូរឥឡូវញោមមិនចាំបាច់វិភាគទៅលើចិត្តអ្នកណាទេញោមទៅវិភាគលើចិត្តខ្លួនឯងតាំងពីមុនញោមអត់ដែរចេះស្ដាប់ធម៌ហើយមកឥឡូវនេះមកស្ដាប់ធម៌រាល់ថ្ងៃរឿយតាមបន់ទានស្រុកភូមិវត្តអារាមតាមប៉ុស្តិ៍វត្ថុផងអីផងពេលដែលយើងព្យាយាមស្ដាប់យូរទៅសួរថាកិលេសវាអន់ថយចុះឬក៏វាចម្រើនឡើងកិលេសហ្នឹងញោមណាវាអន់ថយចុះឃើញហើយញោមហើយចុះបើសិនជាយើងអត់បានស្ដាប់ពធហ្នឹងទេសួរថាកិលេសវាបានអន់ថយចុះទេណាអត់ទេអញ្ចឹងណាពធហ្នឹងវាចូលមកកាត់កិលេសកាត់ម្ដងបន្តិចដូចញោមនេញអីកាលពីអាត្មាទៅចេះទេសនាល្មមញោមនេញហ្នឹងស្ដាប់ធម៌តែរហូតអីចឹងមកណាអត់ដែរដាច់អត់ដែរខានហើយចិត្តសួរគាត់ទៅរងថ្លាបើទោះបីជាមិនដាច់ស្រឡះដូចជាព្រះអរិយបុគ្គលដោយសមុច្ឆេតបហានៈក៏ដោយប៉ុន្តែយ៉ាងណាក៏យើងមានបញ្ញានឹងឯងឃើញច្បាស់អំពីការលើកប្រវត្តិនៃអាយុសង្ខាររបស់យើងដែលវាប្រព្រឹត្តទៅជាមួយអនិច្ចំទុក្ខំអនត្តាឃើញច្បាស់ជាងមុនណាញោមកាលពីមុនអនិច្ចំមិនដឹងនៅណាទេទុក្ខំអនត្តាមិនដឹងនៅណាទេតែឥឡូវនេះស្រាប់តែស្ដាប់ពធហើយច្បាស់ដល់ពេលច្បាស់ហើយចូលទៅ
ដកនៅឧបាទានខណ្ឌលែងសូវស្រឡាញ់ខ្លួនប្រាណហើយហូបបាយថែទាំលេបថ្នាំដើម្បីព្យាបាលរោគនឹងគ្រាន់តែដើម្បីឲ្យវាតាំងនៅហើយដើម្បីអនុគ្រោះទៅដល់ព្រះមច្ចរិយធម៌តែប៉ុណ្ណោះណាឥឡូវនេះបានយើងដឹងថាហូបបាយដើម្បីឲ្យរស់ដើម្បីចិញ្ចឹមទានសល់ភាវនាឥឡូវនេះណាញោមមែនទេណាហូបបាយឲ្យរស់ដើម្បីចិញ្ចឹមទានសល់ភាវនាឥឡូវនេះពេលឈឺពេលថ្កាត់ណាខំប្រឹងទៅរកថ្នាំពេទ្យរកមកព្យាបាលបនគេខាងស្អែកឧទាហរណ៍ថាលឺសូត្រទៅគុណមនីប៉ាឡោជួនកកដាមុនមកសំដែងធម៌ទេសនាព្រះអង្គផិនវុធីមកម្សិលមិញម្សិលមួយថ្ងៃឈឺហីថ្ងៃនេះអត់ស្រួលខ្លួនតិចលោដល់ថ្ងៃលោកមកទេអត់ជាទៅហេចឹងទៅហៅពេទ្យមកដាក់សេរ៉ូមកហើយដែរខ្លាចអត់បានទៅស្ដាប់លោកទេហើយសួរថាយើងដាក់សេរ៉ូមកផ្លោកនឹងអនុគ្រោះដល់អីហ្នឹងមកអនុគ្រោះដល់អីណែអនុគ្រោះទៅដល់ការស្ដាប់ពធនៅទីនេះហ្នឹងដែលថាយើងឃើញអំពីទោសនៃខណ្ឌ5ដែលថាយើងព្យាបាលវាយើងងូតទឹកឲ្យវាអីហ្នឹងយើងវាមិនមែនជាប់ចម្ពាក់ក្នុងវាឯណាណញោមណាឧបមាបីដូចជាជើងយើងហ្នឹងវាដំបៅជើងយើងដំបៅយើងយកថ្នាំមកលាបឲ្យវាសួរថាញោមស្រឡាញ់ដំបៅហ្នឹងឬស្រឡាញ់ដំបៅណាខំថែទាំវាកុំឲ្យរុយនឹងឯងវារងកុំឲ្យត្រូវទឹកវារីកខំយកថ្នាំយកអីយកមកលាបមិនមែនយើងស្រឡាញ់ដំបៅហ្នឹងទេប៉ុន្តែយើងឃើញទោសរបស់ដំបៅថាបើមិនថែទាំវាទេវាប្រកាសជាធ្វើនៅសេចក្តីទុក្ខអន្តរាយអីមួយដល់យើងធ្វើឲ្យយើងឈឺចាប់អីចឹងទៅយ៉ាងណាមិញខណ្ឌ5របស់យើងដែលកាលពីមុនយើងធ្លាប់តែជាប់ចម្ពាក់ក៏អញ្ចឹងដែរមិនមែនតែឃើញទោសរបស់វាហើយលះបង់វាចោលទៅមិនមែនទេយើងចិញ្ចឹមវាមិនមែនស្រឡាញ់វាទេណាចិញ្ចឹមវាដើម្បីយកប្រយោជន៍ពីវាយកប្រយោជន៍ហ្នឹងយកមកធ្វើអីយកមកស្ដាប់ពធទេសនាយកទៅដល់សន្សំបុណ្យសន្សំកុសលអីផ្សេងឃើញទេណែបញ្ញាហ្នឹងឯងដែលកើតមកពីការស្ដាប់ពធធ្វើឲ្យចិត្តរបស់យើងរងថ្លាយូរទៅរងាប់បានទាំងតួនៃអកុសលមូលគឺលោភៈទោសៈមោហៈណាលោភៈអីមានតែលោភអីដូចមុនណាញោមណាកាលពីនៅក្មេងអូខ្មាស់គេមានអញក្រខ្មាស់គេមានឡានជិះឯងជិះតកង់បចាតែឥឡូវនេះអ្នកណាមានដល់កម្រិតណាក៏ធម្មតាណាញោមណាព្រោះព្រោះយើងមានពធប្រាប់ថាងាប់ទៅយកមិនបានដដែលហើយបើទោះបីជាគេមានហើយវាទៅត្រេកអរជាមួយអារបស់ដែលគេមានក៏វាមិនបានឥឡូវបើគេមានហើយយើងទៅចំណែនគេមានសួរថាក្រោយពីចំណែនទៅហើយយើងបានមានដូចគេអត់ទេហើយចុះវាបានសុខឲ្យបានទុកពេលហ្នឹងហ្នឹងបានទុកទៅដែរអញ្ចឹងដែរព្រះអង្គប្រាប់ថាប្រាប់ហ្នឹងប្រាប់តាមផ្លូវធម៌ទៀតដែរសត្តិរសន្តោសៈសេចក្តីសន្តោសតាមមានតាមបាននេះការសន្តោសតាមមានតាមបានមានបណ្ណាត្រេកអរប៉ុណ្ណឹងមានបណ្ណារីករាយប៉ុណ្ណឹងកំពូលអ្នកមាននៅត្រង់ហ្នឹងញោមចង់ធ្វើអ្នកមានណាចង់ធ្វើអ្នកមានហ្នឹងគឺព្រះអង្គប្រាប់ថាដើម្បីឲ្យคล้ายទៅជាបុគ្គលអ្នកមានគឺត្រេកអរតាមមានតាមបានតែបើមានឡានជិះមានផ្ទះថ្មផ្ទះធំទំនំខ្ពស់មានមាសមានប្រាក់ច្រើនយ៉ាងណាក៏ដោយប៉ុន្តែបើបុគ្គលហ្នឹងនៅមានលោភៈនៅមានតណ្ហាងាប់ទៅទៀតអត់ស្គាល់រសជាតិអ្នកមានផងញោមជឿចឹងទេអត់ស្គាល់រសជាតិអ្នកមានទេព្រោះសភាពរបស់អ្នកមានគឺត្រង់ដែលចេះគ្រប់ឲ្យតែយើងចេះគ្រប់ចេះព្រមចេះល្មមចេះទទួលស្គាល់អ្វីដែលយើងបានតែប៉ុណ្ណឹងបានណារសជាតិអ្នកមាននៅត្រង់ហ្នឹងឯតើញោមណោះហ្នឹងហើយស្គាល់រសជាតិអ្នកមានអញ្ចឹងពធប្រាប់យើងច្បាស់លាស់ណាស់ទៅតាមការសម្ដែងអំពីសំណាក់អ្នកប្រាជ្ញដែលលោកលើកឡើងឲ្យដល់ទៅពេលយើងនឹងឯងវាជ្រះថ្លាហើយវាសុបញោមចាប់ដើមសុបណាបានទៅអរិយមគ្គបានទៅអរិយផលចាប់ដើមជ្រះថ្លាសុបបដោយណាដូចជារឿងរ៉ាវរបស់នាងកាណានឹងអញ្ចឹងម្ដាយរបស់នាងកាណាដាក់បាតលោកដំបងឡើយនាងកាណាមិនមែនតែមិនជ្រះថ្លាណានៅជ្រះថ្លាដែរតើបើជ្រះថ្លាប៉ុន្តែជ្រះថ្លាវាអត់សុបជ្រះថ្លាហ្នឹងអត់សុប
4 អង្គមកមិនអីទេ4អង្គមកទៀតមិនអីទេមើលទៅដូច4អង្គអត់ចេះចប់ទៅហើយអញ្ចឹងអាសេចក្តីជ្រះថ្លានឹងមានមែនប៉ុន្តែវាអត់គ្រប់ត្រូវល្អកកទៅដោយអំណាចនៃកិលេសទោសៈកើតឡើងផ្លែតព្រោះអីព្រោះមូលហេតុប្តីមានប្រពន្ធថ្មីហើយប្តីនោះក៏បានដូចចិត្តទៀតនៅផ្ដាំថាបើនាងឯងមកទេយកប្រពន្ធមួយទៀតយកបានដូចចិត្តមែនណាលឿនដូចជួនកកដាអញ្ចឹងអត់ទេណាឃើញទេចិត្តរបស់នាងដែលជ្រះថ្លាប៉ុន្តែអត់ទាន់សុបត្រូវល្អកកទៅដោយអំណាចនៃកិលេសចូលមករុករៀនឧបមាបីដូចជាទឹកក្នុងអន្លង់ប៉ុន្តែវាអត់ជ្រៅញោមវាអត់ជ្រៅទឹកត្រពាំងទឹកម្ដងគ្រាន់តែពួកវងត្រីនឹងហែលតែមកព្រុលចាប់ដើមល្អផ្លែតអញ្ចឹងចិត្តរបស់បុគ្គលដែលវាមិនទាន់សុបណាមិនទាន់ជ្រះថ្លាខ្លាំងគ្រាន់តែកិលេសចូលមកអុកឡុកមកផ្លែតចាប់ដើមសៅមងចាប់ដើមតោមនោះហើយដូចជាអតីតជាតិរបស់មច្ឆរិយៈកោសយៈសទ្ធិអីញាតិញោមធ្វើទានដោយសេចក្តីជ្រះថ្លាប៉ុន្តែដល់ពេលធ្វើទានហើយអាសេចក្តីមិនជ្រះថ្លានឹងវាចូលមកវិញវាស្ដាយក្រោយដល់ការស្ដាយក្រោយកើតឡើងវាទៅជាខាតអានិសង្សប៉ុន្តែនៅពេលដែលនាងបាននៅសេចក្តីជ្រះថ្លាសុបហើយអរិយមគ្គអរិយផលសោតាបតិមគ្គកើតឡើងហើយមានទៅល្អទៀតមានទៅល្អមានទៅកកទៀតឯណាអត់ផងបើអត់ទេព្រោះអីព្រោះពេលហ្នឹងវាថ្លាហើយចិត្តរបស់នាងកាលណាក៏ដូចជាចិត្តរបស់ម្ដាយនាងកាលណាវាជ្រៅដូចមហាសមុទ្រទាំង4ហើយញោមបើពេលហ្នឹងគឺអត់មានពួកវងត្រីឯណាដែលថាមកធ្វើឲ្យល្អកកបានទៀតទេអញ្ចឹងពេលដែលនាងកាលណានៅម្ដាយរបស់នាងបាននៅសោតាបតិផលហើយទោះបីជាអ្នកណាមកថាយ៉ាងម៉េចក៏នាងលែងខ្វល់ឬក៏ឧបមាបីដូចជាអនាថបណ្ឌិតកសេដ្ឋីដែលជាអរិយបុគ្គលថ្នាក់សោតាបណ្ឌបុគ្គលដែលចិត្តរបស់លោកមានសេចក្តីជ្រះថ្លាយ៉ាងក្រៃលែងធ្វើទាននៅក្នុងសាសនារហូតទៅដល់អស់ទ្រព្យសម្បត្តិទៅហើយទេវតាណាមកប្រាប់ទេវតាមកប្រាប់ថាឲ្យឈប់ធ្វើទានជាមួយសមណៈគោដំទៅឃើញទេហិនហោចអស់ហើយទ្រព្យសម្បត្តិអស់ពីឃ្លាំងរលីងហើយឥឡូវនេះដល់ថ្នាក់ហូបបាយជាមួយនឹងទឹកជ្រក់ជាគម្រប់2ជាគម្រប់3ហើយលោកសទ្ធិឯងអត់ទាន់ដឹងខ្លួនទៀតហ៎បើទូមានលោកសទ្ធិអញ្ចឹងហើយសួរថាអនាថបណ្ឌិតកសេដ្ឋីជឿទេវតាដែរញាតិញោមជឿដែរណាអត់ជឿទេមូលហេតុដែលគាត់មិនជឿមិនមែនគាត់មាននេះឬស្អប់ទេវតាអីទេមកពីគាត់មានប្រាជ្ញាចិត្តរបស់គាត់នឹងឯងថ្លាហើយជ្រះថ្លាតែនៅក្នុងគុណពុទ្ធគុណពធគុណប្រសង្ឃតែម្យ៉ាងអញ្ចឹងហើយបានជាព្រះសម្មាសម្ពុទ្ធជាអង្គម្ចាស់ព្រះអង្គសម្ដែងថាអន្លង់ទឹកដែលជ្រៅរមែងថ្លាមិនល្អយ៉ាងណាបណ្ឌិតទាំងឡាយពេលដែលបានស្ដាប់ពធទេសនាហើយយល់ច្បាស់នៅក្នុងធម៌រមែងជ្រះថ្លាមិនសុបសួនក៏យ៉ាងដូច្នោះដែរដូចជាញាតិញោមពុទ្ធបរិស័ទអ្នកស្ដាប់ពធទេសនាយើងមិនស្ដាយពេលវេលាដែលយើងបានលះបង់ជាមួយនឹងអំពើល្អយើងមិនស្ដាយនៅទានទ្រព្យសម្បត្តិទាំងឡាយទាំងពួងដែលយើងបានធ្វើបានបូជាចំពោះព្រះសាសនាក៏ដូច្នោះដែរព្រោះហេតុអីព្រោះយើងមានសេចក្តីជ្រះថ្លាមានបញ្ញាកំណត់ដឹងឃើញអំពីអំពើល្អដែលខ្លួនបានប្រព្រឹត្តឃើញអំពីផលនៃទានដែលខ្លួនបានប្រព្រឹត្តនេះហើយឈ្មោះថាចិត្តរងថ្លាដែលមិនមានកិលេសធ្វើឲ្យល្អកកសូមអនុមោទនាខ្ញុំបកណាបច្ចៈរៀបរាប់នៃសេចក្តីមានប្រមាណប៉ុណ្ណេះលើសលួសខ្វះខាតយ៉ាងណាសូមប្រគំចាស់ព្រះមហាថេរព្រះអង្គជួយបំពេញបន្ថែមសូមនិមន្តជ្រាបសាធុសាធុសាធុអនុថែដ៏មានអាយុបានបញ្ជាក់អធិប្បាយនៅព្រះគាថាទីប្រមាណយោអើយញាតិញោមគាថាទីប្រមាណហុកម៉ានហុក5 1ត66ដែលព្រះអង្គសម្ដែងប្រពលើនរណានាងនឹងឈ្មោះអីកាណានឹងដំបូងឡើយមនុស្សយ៉ាងម៉េច
មនុស្សជេរបរោះនឹងដំបូងឡើយគាត់ជេរលោកមិនអញ្ចឹងឯងញោមមើលនឹងដល់ក្រោយមកយ៉ាងម៉េចក្រោយមកជាមនុស្សដែលតាំងសុខនៅក្នុងព្រះសទ្ធំដោយដែលប្រពន្ធចាស់ព្រះអនុថែរៀបរាប់អញ្ចឹងឯងហើយក្រោយមកនឹងជ្រះថ្លាចាំតែដាក់បាតលោកទេចាំតែធ្វើបន់រហូតដល់ផ្ទះរបស់នាងមួយធ្វើកន្លែងសម្រាប់ទទួលព្រះវិខុសង្ឃដើម្បីនិមន្តមកបិណ្ឌបាតហើយតែនិមន្តមកដាក់បិណ្ឌលោកមិនសូវហ៊ានទៅខ្លាចជេរទៀតលើគេថានាងនឹងឈប់ជេរនៅអំជឿព្រោះជេរព្រោះស្អីថ្ងៃមុនអញ្ចឹងអត់ព្រមទៅចិត្តតែភ័យចិត្តតែព្រួយអញ្ចឹងទៅតែនាងនឹងធ្វើបន់ជ្រះថ្លាក្នុងបន់រហូតដល់ភិក្ខុសន្តានាគ្នានៅសាលាធម្មសភាវត្តចេតពុនហ្នឹងថាអស្ចារ្យណានាងនឹងប្រសាស្ដាបានស្ដាប់ឮដំណើរតំណងនឹងដែលស្មាររៀបរាប់ខាងដើមហ្នឹងព្រះអង្គក៏សម្ដែងយថាពេរហតោកម្មភិរោវបសន្នោអនាវិលោអេវង្ខមាននិសុទ្ធវានៈវបស័យតន្តិបណ្ឌិតាអន្លង់ទឹកដែលជ្រៅដែលមានទឹកនឹងឯងរមែងថ្លាមិនល្អកកយ៉ាងណាចិត្តរបស់បណ្ឌិតដែលជាអ្នកបានស្ដាប់ពធទេសនាហើយរមែងតាំងនៅសេចក្តីជ្រះថ្លាដល់សុខសួនក៏ដូចឆ្នោះដែរសុខនៅញោមសុខនៅសុខអីមែនសុខគោឯងសុខក្នុងធម៌ណាញោមណាគឺជ្រះថ្លាសុខហើយអត់មានចាំបាច់រឿងល្អកករឿងឆ្ងល់រឿងវល់រឿងនេះវាមិនប្រកបរឿងនោះវាមិនប្រកបដោយសារអីព្រោះសេចក្តីជ្រះថ្លារបស់យើងសុខហើយមែនទេញោមកាលមុនជាតែនៅឆ្ងល់ដែរកាលមុនជាឆ្ងល់ដឹងបានបនមែនទេអត់ទេខំធ្វើបនមិនក៏បនវាមិនឃើញជួយអីសោះមាននិយាយខ្លះនៅឆោតទៀតដែរខំធ្វើបនមកកណោះក្បាលជង្គង់នៅតែឈឺដឹងវាមិនយល់ទេមានឆ្ងល់ទេឆ្ងល់ធ្វើបនមកកណោះឈឺដូចចកេះអាបនវាមិនព្រមជួយមកស្អំចកេះឯងយកមកបាត់សោះអត់សុំសិលមកកណោះនៅតែបាក់ក្មេងអស់មិនដឹងអ្វីហើយខំសុំសិលមកកណោះសក់នៅតែស្កើអត់ជួយសក់ឯងឲ្យខ្មៅចាស់ឥឡូវមើលអាត្មាវិញខំទេសមកកណោះឥឡូវចាស់ទៅញោមបាត់តែក្មេងអស់ទៅយូរទៅដូចចង់យូរទៅគេលែងហៅលោកប៉ាឡោលោកទៅលោកតាប៉ាឡោវិញញោមណាទៅលោកតាវិញទៅហើយនឹងនៅលោកតាទេព្រះអនុថែអីនៅលោកតាភិនវុធីទីទៀតខ្មោចលោកតាភិនវុធីបងអញញោមណាញោមណោះចឹងវាត្រូវទៅមុខទាំងអស់គ្នានោះតែអ្វីដែលយើងជ្រះថ្លាគឺជ្រះថ្លាត្រង់ដែលថាសភាវៈពិតគឺវាមានតែសភាវៈពិតគ្មានណាមកខ្លែងបន្លំអនិច្ចំទុក្ខំអនត្តានឹងទេអត់មានណាមកខ្លែងមកបន្លំមកមូលបកាច់មកបញ្ជោមកបចើចកុំឲ្យជឿអនិច្ចំទុក្ខំអនត្តាគ្មានឡើយមែនយោនាងកាលណានោះអញ្ចឹងមិនដំងនឹងយល់តែលោកនឹងចង្រៃអស់មកផ្ទះឯងអស់តនំឯងចង្រៃចង្រៃពីទីបំផុតលោកអត់ដែលសុំផងអ្វីដែលកើតឡើងដែលម្ដាយខំធ្វើគឺដោយសារតែម្ដាយនឹងជ្រះថ្លាមិនកក្រើកដូចជាអន្លង់ដែលជ្រៅវារមែងមិនងាយល្អកកយ៉ាងណាចិត្តដែលជ្រៅនៅក្នុងសន្តានចិត្តនៃព្រះសម្មាសម្ពុទ្ធនៅក្នុងសន្តានចិត្តនៃខ្លួនឯងដែលយកធម៌អង្គមកដាក់រមែងមិនល្អកកដូច្នោះដែរសូមអនុមោទនាសូមអនុមោទនាមិនល្អកកអនុមោទនានឹងចប់ប៉ុណ្ណឹងចប់បានណាចប់ហើយការសម្ដែងធម៌ទេសនាស្មារតីពីព្រះអង្គមានកាលវេលាប៉ុណ្ណេះលឺលុះខ្វះខាតយ៉ាងណាសូមញាតិញោមពុទ្ធបរិស័ទប្រុសស្រីទាំងអស់មេត្តាខន្តីអភ័យទោសដោយក្តីអនុគ្រោះមុននឹងចប់ធម៌សូមលើកបុណ្យឧទ្ទិសជូនលោកតាបាសកកែវកងបានទទួលមរណភាពសូមទទួលយកបុណ្យភរិយាកូនចៅប្រុសស្រីទាំងអស់បានធ្វើឧទ្ទិសជូនបានទទួលហើយសូមរួចចាកទុកទៅកាន់សុគតិ
ភពយ៉ាងទៀតប្រគុណចាស់គ្រប់ព្រះអង្គញាតិញោមពុទ្ធបរិស័ទទាំងអស់ស្ដាប់ធម៌នៅទីនេះនិងតាមបណ្ដាស្ថានីយ៍វិទ្យុរបស់នេតិអប់រំជីវិតតាមកណ្ដោពុទ្ធសាសនាសូមបាននៅចំណែកបុណ្យកុសលទីបំផុតនៃជាតិរួចចាក់ទុកគ្រប់ព្រះអង្គគ្រប់គ្នាអនុមោទនាអនុមោទនាបុណ្យអនុមោទនាមគ្គផលអនុមោទនាអយ៉ាងសង្ឃពេនៈសមត្តាពុទ្ធទេសនាសម្ដែងក្នុងព្រះធម្មបទត្រង់គាថាទី66សន្មតស្លេះចប់ប៉ុណ្ណេះសិនអេវ៉ាំងឈប់ត្រង់កន្លែងស្រះដឹកនឹងថ្មឃើញពាក្យស្លោកទី1គេដាក់នៅចេតិយគេដាក់ថាកុំស្អប់មនុស្សកុំស្រឡាញ់មនុស្សដែលឃើញទេពាក្យនោះមានឃើញទេចូលវត្តតិចទៅវត្តរាល់ថ្ងៃអត់ដែលឃើញទេកន្លែងមកមួយហ្នឹងមានដាក់បងឯដាក់ទូសភៅវាស្មើសភៅទៅដល់សភៅគេធ្វើពីស៊ីម៉ងញ៉ែនំដែលឃើញទេចូលវត្តតាគៀតឃើញទេដល់ស្មើមើលមកលើមកឃើញគេដាក់ពាក្យស្លោកថាកុំស្អប់មនុស្សកុំស្រឡាញ់មនុស្សមកក៏ភាសាជាមួយអនុថែថាហេតុអីបានគេដាក់ពាក្យអញ្ចឹងវាមានប្រកបន័យយ៉ាងម៉េចបើបានជាឃើញពាក្យហ្នឹងទៅហើយគិតទេសពាក្យហ្នឹងទៅហ្មងទៅញោមកុំឲ្យខាតធរទេសពាក្យហ្នឹងទៅព្រោះយើងអ្នកទេសវាដល់ដើរអង្គុយសឹងអីតើមើលកន្លែងទេសទាំងអស់អាហ្នឹងមកឃើញកន្លែងទេសដោយអាត្មាអានសភៅប្រវត្តិសិនស៊ីសមុទ្រគាត់ថាដែលថាធ្វើដំណើរពីនឹងដល់កាចេះគាត់បាន5បទអីនោះចម្រៀងមកអត់ទេតែមកទេសតែឃើញពាក្យស្លោកហ្នឹងបានទេសមួយក្រែអីចឹងដែរទៅកុំឲ្យវាខាតធរណាញោមមនុស្សយើងគេថាកុំឲ្យស្អប់ហើយក៏កុំឲ្យស្រឡាញ់ញាតិញោមញាតិញោមស្អប់មនុស្សដែរអត់ទេស្រឡាញ់មនុស្សដែរស្រឡាញ់ចុះពាក្យហ្នឹងគេថាកុំស្អប់ហើយក៏កុំស្រឡាញ់ណែអាត្រឹមតែកុំស្អប់អាហ្នឹងមិនអីទេប៉ុន្តែកុំឲ្យស្រឡាញ់ទៀតណាញោមហើយបើនេះឲ្យត្រង់ទៅកុំឲ្យស្រឡាញ់វាទៅស្រឡាញ់ពោះវែកវិញចាកុំឲ្យស្រឡាញ់មនុស្សចឹងហើយបាននៅក្នុងសេចក្តីមួយព្រះអង្គសម្ដែងក្នុងព្រះធម្មបទត្រង់គាថាទី67ព្រះអង្គសម្ដែងប្រារព្ធលើព្រាហ្មណ៍ម្នាក់ឈ្មោះវេរញ្ជព្រាហ្មណ៍ចាំឈ្មោះផងណាញោមណាដាក់ធរនឹងមិនបានទេសបន100ថ្ងៃនឹងទេឲ្យតែទេសធរចេះស្ដាប់ទៅញោមព្រោះ100ថ្ងៃវាញឹកពេកហើយចឹងសូម20ទោសហើយទេសអីចេះស្ដាប់ហ្នឹងញោមណាកុំអន់ចិត្តអន់អីញោមចាស់បនអីទេឯងធ្វើបន100ថ្ងៃឲ្យម៉ែឯងទៅទេសឯណាខុសបនគេអស់ហលីទេសញឹកពេកហើយ100ញោមគេមិនដែលធ្វើបន200ទេសតែ100រហូតទៅវាញឹកពេកហ្នឹងអញ្ចឹងស្មាទេសអីក៏ជាបនដែរកុំថាខុសបនទេបើអត់បានបនណាញោមនេះឲ្យបានធរផ្លែកទៅដើម្បីយកចាក់ផ្សាយតាមវិទ្យុជូនញាតិញោមគាត់ស្ដាប់មិនតែយើងអីគេស្ដាប់រាប់រយរាប់ពាន់រាប់ម៉ឺននាក់ក្នុងសម័យនោះព្រះអង្គគង់នៅវត្តចេតពុនមហាវិហារហើយក៏ព្រះអង្គសព្វតីនឹងចេញនិមន្តចេញអំពីវត្តចេតពុនទៅកាន់ស្រុកមួយឈ្មោះថាស្រុកវេរញ្ជាស្រុកហ្នឹងមានចវាយស្រុកឈ្មោះវេរញ្ជព្រាហ្មណ៍ជាចវាយស្រុកព្រះសម្មាសម្ពុទ្ធនិងព្រះវិខុសង្ឃចំនួន500ព្រះអង្គដែលនិមន្តទៅគង់ចាំព្រះវស្សាទៅដល់កន្លែងស្រុកហ្នឹងព្រាហ្មណ៍ម្នាក់ឈ្មោះវេរញ្ជព្រាហ្មណ៍ហ្នឹងគាត់ក៏ឃើញព្រះសម្មាសម្ពុទ្ធនឹកឃើញតែចិត្តចូលវស្សានេះដូចថ្ងៃហ្នឹងថ្ងៃ12កើតដែរ12 13 14 15ថ្ងៃ100ចូលអញ្ចឹងក៏គៀកចូលវស្សាអញ្ចឹងព្រះអង្គយាងទៅបរិស័ទហ្នឹងក៏ជ្រះថ្លាមានលោកចវាយស្រុកវេរញ្ជព្រាហ្មណ៍ហ្នឹងជាអធិបតីក៏នឹកគិតក្នុងចិត្តថាយើង
chia trở vai sọcព្រះបរមសម្ពុទ្ធជាអង្គម្ចាស់និងភិក្ខុសង្ឃលោកនិមន្តមកចាំភាសានៅទីនេះចឹងគិតនិមន្តព្រះអង្គនិមន្តមកដល់ទីនេះហើយគិតនិមន្តព្រះអង្គចាំភាសានៅស្រុកនេះបានមកភាសាទៅបានប្រគេនចង្ហាន់ព្រះសម្មាសម្ពុទ្ធអីទៅក៏អរតនីព្រះអង្គសូមព្រះអង្គមេត្តានិមន្តចាំព្រះវស្សានៅស្រុកនេះចំនួន1ព្រះវស្សាមកវស្សាមានប្រមាណខែញោមបើអើយអ្នកកន្តោមកវស្សាមកវស្សាអត់2ដល់10ទេមកវស្សា3ខែមកវស្សា2ដល់10ខែបើអើយញោមងាប់លោកអស់ហើយអ្នកកន្តោខាងត្បូងចេះណាញោមមកភាសា2ដល់10ខែហ្នឹងហើយអញ្ចឹងដល់មួយឆ្នាំ3ខែវិញញោមបើមកភាសា2ដល់10និមន្តព្រះអង្គគង់ចាំភាសានៅហ្នឹងឯស្រុកហ្នឹងព្រះអង្គក៏ព្រមចាំភាសានេះដល់ព្រះអង្គចាំភាសា3ខែលោកសំដែងទីជាអាវាសហើយក៏សាងកត់ថ្វាយព្រះអង្គឲ្យសពគ្រប់តែដល់ពេលចូលភាសាមីចូលមកច្រែកចិត្តរបស់ចវាយស្រុកញាតិញោមដែលលើលោកទេសពីមីណាមីឃើញគូគំនូនៅនេះអត់មានទេក៏ឃើញរូបគំនូវាគូមុខសម្បេមសម្មាមដូចយៈមីហ្នឹងបានចូលមកសន្តិដ្ឋនៅក្នុងចិត្តរបស់ចវាយស្រុកវេរញ្ញជាព្រាមហ្នឹងចូលមកសន្តិដ្ឋហ្នឹងក៏មកឲ្យនឹកឃើញព្រះមិនបន្តិចសោះក៏មកឲ្យនឹកឃើញទៅបងបិណ្ឌបាតក៏ឲ្យអ្នកស្រុកនៅវេរញ្ញជាក្រៀមទាំងអស់ហ្នឹងក៏មកឲ្យនឹកនារឿងដាក់បាតមីសាហាវញោមក៏សាហាវណាចូលមកសន្តិដ្ឋនៅក្នុងចិត្តរបស់ពួកវេរញ្ញជាព្រាមហើយមកសន្តិដ្ឋចិត្តបរិស័ទដាក់មុនបិណ្ឌបាតមិនក៏បិណ្ឌដល់អត់ដាក់ខ្ចីដាក់ដូចមកដល់ដូចធ្វើភ្លេចតែមិនញោមញោមផ្លាប់ភ្លេចទេដូចថ្ងៃខ្លះមីមកជ្រែកចិត្តញោមដែរគេបបួលយាយអត់ទៅវត្តទេទៅទៀតថ្ងៃនេះថ្ងៃសិល8កើតភ្លេចថ្ងៃសិលយាយអាហ្នឹងមីមកឲ្យយើងភ្លេចផ្លាប់ភ្លេចទេហ៎ផ្លាប់ដែរកូនភ្លេចមិនយាយក្រៅពីហ្នឹងវាអត់ដែរភ្លេចទេដែរភ្លេចថ្ងៃសិលទេអត់ទេហ្នឹងក្រាន់ដើរចឹងចុះដូចថាអតុបតៈហើយនឹកឃើញភ្លេចម៉ោងលោកប៉ាឡោទេសបាត់ទៅហើយបែបចប់មិនដឹងស្រួលអាឡៃនៅរវល់មានធ្លាប់ទេដឹងបើធ្លាប់មីចូលពេលហ្នឹងខណៈពេលណាបោះបង់ធោចោលខណៈពេលនោះមីវាចូលមកអញ្ចឹងញោមដែរចឹងមីហ្នឹងវាចូលមកចិត្តព្រាមហ្នឹងឲ្យភ្លេចព្រះកុំឲ្យនឹកឃើញព្រះហើយវិខុសង្ឃ3ខែហើយនឹងក្មេងវត្ត500នាក់ទៀតនៅម៉ែមិនទៅក្រាន់អី3ខែអត់មាននឹកនីអីក៏មិនទៅខ្វល់គេទៅព្រះអង្គប្របាក់ឆាន់ណាកម្មព្រះអង្គឲ្យផលដែរណាញោមវិខុសង្ឃអត់អីឆាន់លាងបាតឆាន់ទៅកន្លែងខ្លះគេដាក់គេនឹកឃើញដាក់បន្តិចទៅក្រៅពីនឹងលាងបាតឆាន់គេទៅយើងសពថ្ងៃបើបិណ្ឌបាតអីបើមិនភ្លេចទេញោមមកលោកនិមន្តបិណ្ឌបាតអីញោមមានលោកនិមន្តបិណ្ឌបាតមកផ្ទះទេរាល់ថ្ងៃអត់មានទេគិតឃោសនាប្រាប់ឲ្យនិគុណមុនមកខាងនេះដាក់បាតលោកហ្នឹងកុំឲ្យភ្លេចងាយអីលោកយកបន់មកឲ្យដល់ផ្ទះញោមហើយល្អណាស់ញោមឃើញប្រសងមុនបិណ្ឌបាតនេះយើងអទៅបើខ្ញុំកណាទៅដល់វត្តបានធ្វើបន់បានតែនិគុណមុនដល់ផ្ទះទៅហើយមកតាំងពីវត្តងាយអីយកបន់ឲ្យដល់ផ្ទះញោមមែនទេញាតិញោមមែនអានេះគេហៅថាបុណ្យកម្មជាដែរប៉ុន្តែរឿងវេរញ្ញជាព្រាមភ្លេចឈឹង3ខែកាលនិមន្តចេះនិមន្តតែដល់ព្រះអង្គនិមន្តទទួលហើយភ្លេចព្រះបាត់3ខែឆាន់នេះឆាន់នោះមិនដឹងត្រង់3ខែតម្រាំចេញព្រះវស្សាប៉ុន្តែព្រះអង្គបាន
chừng han bần là bát nơi ai ốt rạ cà rọc thuyết nhôm và xa đài dương á nhôm tôi bây ọt ha có bỏ ông luôn đây nên nâng kim đáp ông tự bần thuyết mùi tiết bần sơ rộng lông thuyết chẳng bỏ ông bần nơi ốt rạ cà rọc thuyết bần tay phân lùng bạ đó bò để bị khổ xong nâng khmênh quạt làm rồi nẹ tiết nâng về tần nia nhôm chênh bè và xa có bạn vai là nè chênh thấy từ lia priêm chmô về anh chụp priêm nâng có thì muốn từ lắp từ vạt chết từ pôn vinh bò để sát nơi chết từ pôn xa và thay nó trăm pleu bè nâng bị khổ xong khan chuộc bay khai khá có miên tiên nâng đầy khá có miên hà nâng đầy khá có tờ miên xạ xăm phía rẹ này dây tức bay bè bay khai from priên khné riêng trăm chẳng hạn bên là ba đập và nất trăm bè nhổ đó nè nhìn ông chỉ là kháng nó cái plek bè thì kháng đây cái trăm bè hay chọn phơi bon chọn chuột bè về tư chỉ pram rồi bọn chăn bò bô ấy hô hi tiền hi là đào mình quạt pram rồi nè tiền nhổ mới nhiều nhôm sọt mình quạt đấy nâng mình quạt pram rồi nè cái bài chế cho bay khái từ tam lúc bên bàn ấy nhôm ọt sốt từ lượng đi bàn hơi còi bè còi bị khổ xong nó sẽ bài hô phần chia chỉ bài hơi từ tua tiên là ha hơi cái từ ngu tận nơi từ lên nó cái sẽ bay khái và kiếm của bịch đó là pel trên và xa nó sẽ bố nơi trên tập vốn sẽ bố sẽ bài hô cái chia mẹ sọc nè phúng cái còn lực lang nữ phiếp ẩm no xà to play ở đó bạc mình vọt thà cất từ sọc buổi đó người mình chân lực đi đôi chỉ hô cái chia tầm đăng đăng lư đo bị khẩu xong làm rồi bị khẩu xong chia bè đấy ạ một cố chẹt lộ thôn này nhổ chia một thời chuyên về chẹt lộ thôn này tay để lấy bị khẩu xong lộ sàn từ nia kia nơi sẽ là Thomas Pia quạt chẹt từ phôn ta kết tử nó mình quạt làm rồi nè nâng ba ca để không và xa ở đây từ tu tiên nó ổ ngắt mình sẽ bay đi một kiaแบบai và lớn nên sẽ bố ai bò để phô từ tua tiên nó sẽ bay hô cần chiêu lô la hạt bay đôi chỉ play không bị bọt ở đây đào được copy lộ xong để miền ẩn tri sang và đặt trầm trâu từ bàn để xem mà sam phút và ông trộn đạp lư bị khẩu san từ nia kia nước và ông cái riêng mà đào cái này nâng thấy và ông xô bên ấy bị khẩu chẳng lái mẹ chẳng lái còn phong ta san từ nia kia đường ấy đúng không bị khẩu chẳng lái có tu tha bọc bết và ông đo chùm ra nhầm và ông còn phong ta san từ nia kia đường mình vắt đây sẽ bay không bị bọt ở đây tại chùm này bà phải chết nè buông vĩnh miên chăn cái đôi mình miên chăn cái đôi thò mà đà mình sợ bay mình chu mình rồi vơ rồi vi mình o rồi còn mình cài tục ở đường chẳng hạn mình ở bàn từ pre là miên vật hiện ông trong pra thà mình yêu bị khẩu từng lái bộ nè sập rồi đó đây chỉ nè lẹ băng nó chăn để đi kẹt không thôi từng buông mẹ để ngọc rồi hoa hay rồi men mình rồi ai rồi u rồi còn mình hô cái chia ấy rằng là sạ mà nè chia sạc chia bật rồi bật được hạt quật đang có mình rụng thơm mình phay mình rụng bạc mình tội chất à đưa cả chan nô tê từ của ông sầm đây kia thà thì học sập đầm phí và ông sầm đây thà sạp quạt thà vế sạp bộ để xa với chan tê mẹ cam mà cam ma lẹ với dàn tê sàn tàu sọc khen nè phật thà ạt thà việt được khen nè mẹ ôi cha vệ trang paneta tia sa dàn tê để của ông sầm đây thì cái đây nắng lược lang là việc của ông đây bàn đập lư bị khẩu son từng lái son từng đi kia đây là nít mà lư kia tha phần này không kia tha thì học sập làm phí kia tha thò một bật lược lang chia về xa và lấy và kênh pre hà nụ thai tha và đã xây láo trên sổ văn nè chui pre
ពាក្យរបស់បាលីនេះឲ្យទៅជាពាក្យខ្មែរចូលញាតិញោមទាំងអស់គ្នានឹងបានយល់តើព្រះអង្គសម្ដែងជាភាសាមគ្គធៈនឹងមានន័យជាភាសាខ្មែរយ៉ាងណាសូមរតនានិមន្តសូមអនុមោទនានមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតស្សៈភិក្ខវតោអរហតោសម្មាសម្ពុទ្ធស្សៈនមត្ថរតនតយស្សៈខ្ញុំព្រះករុណាម្ចាស់សូមលំអត់លំអោនកាយវិចារចិត្តលើកំបងគង់អញ្ជលីគោរពនមស្ការថ្វាយបង្គំចំពោះប្រជុំនៃរតនៈទាំងឡាយ3គឺព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1និងព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពជ្រះថ្លាដោយជ្រាលជ្រៅពងពោះបំផុតនៅក្នុងលោកអំពីខ្ញុំព្រះករុណាសូមគោរពនមស្ការថ្វាយបង្គំចំពោះគុណចាស់គ្រប់ព្រះអង្គដែលបានស្ដាប់ឮសំឡេងពធទេសនានៃវេលាឱកាសនេះព្រមទាំងគុណចាស់គ្រប់ព្រះអង្គដែលបានស្ដាប់ឮសំឡេងពធទេសនាក្នុងនីតិអប់រំជីវិតតាមគន្លងព្រះពុទ្ធសាសនាដោយសេចក្តីគោរពជ្រះថ្លាដែលជ្រាលជ្រៅពកពោះសូមគោរពនមស្ការថ្វាយបង្គំចំពោះព្រះមហាថៃគ្រូមនីបាឡោជួនកកដាដែលជាគ្រូរបស់ខ្ញុំបកណាអាត្មាដែលព្រះអង្គមានព្រះវត្តមាននៅលើក្រែធម្មសនៈនាវេលាឱកាសនេះដោយសេចក្តីគោរពជ្រះថ្លាដែលជ្រាលជ្រៅពងពោះសូមចម្រើនពរចំពោះញាតិញោមពុទ្ធបរិស័ទដែលជាម្ចាស់ដើមទានប្រធានដើមបុណ្យញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកម្មវិធីបុណ្យខួបគម្រប់100ថ្ងៃនាវេលាឱកាសនេះដោយសេចក្តីរាប់អានអំពីស្មារតីភាពហន្តិធរៈបពិតព្រះមហាថៃគ្រូដែលចម្រើនសាធុវអលោកញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបបន្តអំពីការគោរពធ្វើបទនមស្ការដល់សក្ខេបទបែបខ្លីមកប៉ុន្តែនេះក៏បានឱកាសសម្រាប់ខ្ញុំបកណាអាត្មានឹងបាននីតិអំពីព្រះមហាថៃគ្រូដើម្បីចូលរួមប្រែនៅព្រះពុទ្ធគាថាដែលព្រះដែលមានពភាកបរមគ្រូជាម្ចាស់ដែលយើងព្រះអង្គបានសម្ដែងគោរពចំពោះវេរញ្ចព្រាហ្មណ៍ដែលមានសេចក្តីដោយតែព្រះមហាថៃគ្រូព្រះអង្គបានសម្ដែងបញ្ជាក់រួចមកហើយហើយវេលាឱកាសនេះក៏សូមចម្រើនពរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់គ្នាផងដែរដោយអខានព្រះអង្គផតៈបណ្ឌិតោផិនវិធីលោកបានមកសម្ដែងធម៌បើពិសាព្រះអង្គនឹងឯងជាប់រវល់រៀបចំកិច្ចសូត្រធម៌ដើម្បីប្រគេនព្រះគ្រូចារិកាវត្តប្រាសាទនាងខ្មៅដែលព្រះអង្គមានរោគាពាជាទម្ងន់ហើយលោកមានបជនរហូតដល់ទៅ105ព្រះវស្សាហើយថ្ងៃហ្នឹងគឺរៀបចំសូត្រធម៌កាវតាប្រគេនលោកអញ្ចឹងបានលោកអវត្តមានបានមកសម្ដែងពធហើយលោកក៏និមន្តអាត្មានឹងឲ្យមកសម្ដែងជំនួសហើយមើលមុខញាតិញោមទៅហាក់ដូចជាមិនសប្បាយចិត្តទេញោមហ្នឹងឯងមកជំនួសមិនដែរញោមអត់អីទេអត់អីទេញោមហ្នឹងហើយបានឱកាសអញ្ចឹងដោយសារព្រះអង្គផតៈបណ្ឌិតោផិនវិធីព្រះអង្គជាប់រវល់ហើយញាតិញោមខ្លះក៏ស្គាល់ស្គាល់ដែរព្រះអង្គជេនសវណ្ណៈតាំងកសាំងដំបូងហើយញាតិញោមខ្លះក៏មិនដែលស្គាល់ទៅ
chẳng ban là ca sầm ram nhom và cả na mà chu ruộng bọ prai nơi bậc cốt tự kiệt tha đại pre đại biên bậc phía toàn ban tra sầm đai tha sạp quan trở về sạp bộ để xa vậy chân tệ nè ca mẹ ca ma đã vậy chân tệ sọc khê nè hot tha hạ vía tộc khê nè ơi cha vậy trang văn để ta tiếc sự dân tệ đại prai dịch đây chia về sang mai thả sắp ở đó tay lẹt băng để chăn để riêng kia lột nẹt ngọc rồi ngoan rồi men men rồi e rồi u pro dịch đây trơn cam bật na được nông cam lại bình đất ca na ba dịch đây sắp ở dưới cửa tóc quan trơn hai lốp rồi men men sầm đây nơi à ca ra lan chọc lại đây cứ chia dịch đây này phải kiệt ha để bạc trai một chia về xa mai xôm phải kết ra mà hai cú và ăn này môn chia đi phải kết còn chắc trai chú nhiệt nhôm tầng óc đi đầm bay ăn là môn từ đây giờ này chừng này để phải nhá tầng óc đi ăn là môn từ đi xả thụ ở nụ thầy đầm miền là giúp bàn phảiព្រះទាថាទី67ដែលព្រះអង្គសម្ដែងប្រារព្ធលើព្រាហ្មណ៍រូបឈ្មោះថាវេរញ្ជាព្រាហ្មណ៍ហើយក៏តេតិនរឿងបុគ្គលដែលសប្បាយពេលដែលមានបណ្ឌបាតហើយភិក្ខុសង្ឃហ្នឹងក៏សន្ទនាគ្នារឿងនោះចឹងព្រះអនុថែប្រែឲ្យពួកសពបុរសតែលះនៅឆន្ទរាគៈក្នុងធម៌ទាំងពួងពួកលោកអ្នកស្ងប់នឹងរមែងមិនរអែរអើអីព្រោះតែសេចក្តីប្រាថ្នាក្នុងកាមហើយពួកបណ្ឌិតនឹងបើសេចក្តីសុខឬក៏ទុក្ខគាត់ត្រូវហើយក៏រមែងមិនសំដែងអាការៈចុះឡើងនឹងបានន័យថាចូលវិញសេចក្តីសុខបានមកចូលសបាយតែlàសេចក្តីទុក្ខកើតមកបែរជាមុខកញ្ញើអត់ទេបណ្ឌិតសពបរោះធម្មតាញាតិញោមគេសរសើរក៏មិនចូលគេបង្អាប់ក៏មិនខឹងធម្មតាតែបើយើងវិញកុំចូលសរសើរញឹមបើបង្អាប់មុខកញ្ញើមែនញាតិញោមបាច់ចាំមិនលឺមាត់ទេអាត្មាដឹងរឿងហើយទោះមិនមែនក៏អាត្មាដឹងដែរកាលណាគេសរសើរញញឹមតែបើគេបង្អាប់ជូបើមិនជូក៏ជេរគេវិញដែរព្រោះជូឲ្យជេរហ្នឹងវាចូលដូចគ្នាដែរញោមបើមិនជូក៏ជេរដែរតែបណ្ឌិតសពបរោះវាខុសអំពីពួកអសពបរោះដែលជាអ្នកមិនស្ងប់រងាប់ហ្នឹងគឺអញ្ចឹងបានអាត្មាលើកឡើងនៅពាក្យស្លោកឃើញនៅវត្តហ្នឹងថាកុំស្អប់មនុស្សកុំស្រឡាញ់មនុស្សដែលគាត់សរសេរហ្នឹងកុំស្អប់មនុស្សកុំស្រឡាញ់មនុស្សគាថានេះដូចគ្នាបណ្ឌិតសពបរោះមិនចុះហើយក៏មិនឡើងរសារពាក្យសរសើរនឹងនិន្ទាដែរអញ្ចឹងមេនេះមិនតាន់យល់ទេញោមក៏មិនតាន់យល់អាត្មាក៏មិនតាន់អធិប្បាយតែទុកនាទីនេះប្រគេនព្រះអនុថែដើម្បីចូលរួមអធិប្បាយដែលប្រែចេញជាភាសាខ្មែរហើយណាដែលថាពួកសពបរោះតែងតែលះកាមរាគៈឆន្ទៈរាគៈដែលលះឆន្ទរាគៈក្នុងធម៌ទាំងពួងពួកលោកអ្នកស្ងប់រមែងមិនរអែរអើរឿងសេចក្តីប្រាថ្នាក្នុងកាមតែពួកបណ្ឌិតវិញគឺជាអ្នកដែលបើសេចក្តីសុខឬក៏ទុក្ខគាត់ត្រូវហើយរមែងមិនសម្ដែងអាការៈឲ្យឃើញឡើងឬក៏ចុះយ៉ាងណាសូមព្រះអនុថែមេត្តាជួយអធិប្បាយពន្យល់សេចក្តីនេះជូនញាតិញោមបានពិចារណាផងសូមនិមន្តសូមអនុមោទនាហន្តេធិរៈបពិតព្រះមហាថែគ្រូដ៏ចម្រើនសាធុអរលោកញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបដែលកំពុងតែត្រៀមនៅឥរិយាបថយ៉ាងរៀបរយដើម្បីចាំស្ដាប់យកនៅឲ្យជារសនៃព្រះធម៌ទេសនានាវេលាឱកាសនេះដែលព្រះមហាថែគ្រូព្រះអង្គបានលើកយកនៅរឿងមួយដែលទាក់ទិនរឿងវេរញ្ចព្រាហ្មណ៍ហើយព្រះគាថាដែលលើកឡើងយកមកសម្ដែងហ្នឹងគឺគាថាទី60
60 ប្រមាណញោមតតោញោម60ម៉ានគាថាទី67 និង 67 ញោមយកមួយណាក៏បានដែរ 67 ក៏បាន 67 ក៏បានញោមយកមួយណាញោមយក 67 ចុះ 62 មិនទៅ 62 នោះ 67 ដែរតែយើងហៅកាត់ថា 67 67 អញ្ចឹងគាថាទី 67 ដែលព្រះអង្គសម្ដែងប្ររពចំពោះវេរញ្ញព្រាហ្មណ៍ដែលសម្ដែងរឿងពួកសប្បុរសរមែងលះបង់នៅឆន្ទរាគៈហើយលោកអ្នកស្ងប់រងាប់រមែងមិនរអេរអ៊ូព្រោះសេចក្តីត្រូវការប្រាថ្នានៅក្នុងកាមបណ្ឌិតរមែងមិនសម្ដែងនៅអាការៈឡើងចុះដោយសេចក្តីសុខនិងទុក្ខឡើយនឹងព្រះដ៏មានវិភាកបរមគ្រូជាអង្គម្ចាស់នៃយើងព្រះអង្គបានប្រកាសសម្ដែងដូចនេះឯងរឿងពាក្យថាសប្បុរសគឺសំដៅទៅដល់លោកអ្នកដែលប្រព្រឹត្តល្អសុទ្ធសាធនៅក្នុងសេចក្តីនៃព្រះគាថាដែលសម្ដែងបញ្ជាក់ដោយព្រះអដ្ឋកថាលោកខៃសេចក្តីពន្យល់ពាក្យតសប្បុរសមួយម៉ាត់នេះគឺសំដៅទៅដល់អ្នកណាដែលប្រព្រឹត្តទៅនៅអំពើល្អសុទ្ធសុទ្ធអ្នកនោះឯងលោកឲ្យឈ្មោះថាសប្បុរសហើយសប្បុរសអ្នកដែលធ្វើនៅអំពើល្អសុទ្ធសុទ្ធនោះគឺអាចលះបង់ដោយឆន្ទរាគៈគឺសេចក្តីត្រូវការសេចក្តីពេញចិត្តនៅក្នុងកាមនឹងបានព្រះអង្គសម្ដែងបញ្ជាក់ពន្យល់នៅក្នុងព្រះអដ្ឋកថាបន្ថែមគឺបុគ្គលណាដែលបាននៅអរហត្តមគ្គញ្ញាណទើបអាចលះបង់នៅឆន្ទរាគៈគឺសេចក្តីត្រូវការប្រាថ្នានៅក្នុងកាមផ្សេងផ្សេងទៅបានអាហ្នឹងឯងដែលព្រះដែលមានពភាកបរមគ្រូជាម្ចាស់នៃយើងព្រះអង្គបានប្រកាសសម្ដែងដើម្បីឲ្យញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបនឹងឯងបានត្រិះរិះហើយពិចារណានៅក្នុងចំណុចហ្នឹងឯងពុទ្ធដែលបុគ្គលអ្នកដែលមាននៅសេចក្តីស្ងប់ក៏បុគ្គលអ្នកដែលមាននៅសេចក្តីស្ងប់រងាប់ក៏រមែងមិនរអេរអ៊ូមិនរញ៉េរញ៉ៃមិនរសេមរសាមមិនឆ្លោះគ្នាព្រោះតែរឿងកាមទេបុគ្គលអ្នកស្ងប់ដូចជាអំបញ្ញមិញអញ្ចឹងឯបណ្ឌិតអ្នកដែលស្ងប់រងាប់បានទៅដល់ភិក្ខុសង្ឃអង្គអរហន្តតាកេណាស្រាប់ដែលជាសាវករបស់ព្រះដែលមានពភាកកាលដែលបាននៅវត្ថុកាមពលគឺបច្ច័យ4ក្តីមិនបានមកក្តីលោកសម្ដែងអាការៈធម្មតាសុខស្ងប់ធម្មតាលោកមិនធ្វើនៅអាការៈណាមួយមិនសប្បាយចិត្តឬក៏ដល់នៅសេចក្តីទុក្ខអីផ្សេងព្រោះតែរឿងកាមហ្នឹងឯអត់ទេចំណែកឯពួកក្មេងវត្តវិញកាលណាបើអត់មានអាហារគ្មានចង្ហាន់បិណ្ឌបាតអីគ្រប់គ្រាន់ក៏និយាយចេះនិយាយចុះទៅហើយកាលណាបើបានអាហារបិណ្ឌបាតគ្រប់គ្រាន់បានទទួលមកអំពីព្រះភិក្ខុសង្ឃគ្រប់គ្រាន់ក៏សប្បាយរីករាយហូរកញ្ជ្រៀវអញ្ចឹងទៅប៉ុន្តែសម្រាប់ឥន្ទ្រីស្ងប់រងាប់របស់ព្រះភិក្ខុសង្ឃនៅក្នុងសាសនានៃពុទ្ធបរមគ្រូជាម្ចាស់នៃយើងក្នុងគណៈពេលនោះទោះបីលោកមានក៏ដោយលោកមានក៏ដោយក៏លោកមិនបានសម្ដែងនៅអាការៈអ្វីមួយសំបីតិចតួចនឹងឯងឲ្យបុគ្គលដទៃថាលោកមិនសប្បាយចិត្តឬក៏លោកកើតនៅសេចក្តីទុក្ខឬក៏សោកយ៉ាងណាហ្នឹងគឺអត់ទេនៅជាសភាពធម្មតាជានិច្ចប៉ុន្តែសម្រាប់យើងជាមនុស្សពុទ្ធជនវិញញោមបាទមិនអាចបុគ្គលណាមួយដែលធ្វើឲ្យដូចជាអរិយបុគ្គលសាវករបស់ព្រះដែលមានពភាកនោះទេព្រះអង្គមហាថៃគ្រូព្រះអង្គបានលើកឡើងយកពាក្យអំបញ្ញមិញយកមកបញ្ជាក់ថាកុំស្រឡាញ់មនុស្សហើយកុំស្អប់មនុស្សដូចគ្នាញោមហ្នឹងហើយព្រះអង្គសម្ដែងរឿងការដែលយើងកុំស្រឡាញ់មនុស្សហ
ហើយក៏យើងកុំស្អប់មនុស្សឲ្យធ្វើនៅអាការៈកណ្ដាលគឺមិនសំដែងអាការៈឡើងចុះដោយរឿងលោកកធរមានរៀបអត់រៀបមានយុគអត់យុគសពទុកនិន្ទាសរសើរយ៉ាងណានឹងឯងគឺនៅជាកណ្ដាលទៅប៉ុន្តែយើងសម្រាប់យើងជាមនុស្សពុទ្ធជនគឺមិនអាចធ្វើដូច្នោះបានទេប៉ុន្តែទោះជាយ៉ាងណាក៏ញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបអាចធ្វើខ្លួនឯងឲ្យជាសប្បុរសហើយជាយាមលះនៅឆន្ទរាគៈបន្តិចម្ដងពេលបិទតែយើងបានធ្វើឲ្យដូចជាអរិយបុគ្គលដូចជាព្រះសម្មាសម្ពុទ្ធឬក៏អរហន្តាកេណាស្របមានព្រះសិរីបុត្រមានព្រះមហាមោគលានអីជាដើមដែលលោកលះបង់ដោយឆន្ទរាគៈអស់ពិតមែនប៉ុន្តែយើងជាយាមដើម្បីលះបង់បន្តិចម្ដងអ្នកញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបដែលនាំគ្នាមកដើម្បីស្ដាប់នៅព្រះធម៌ដែលជាពាក្យពេចន៍អប់រំទូមានរបស់ព្រះដែលមានពភាកនឹងឯងក្នុងគោលដៅរបស់យើងនឹងគឺដើម្បីអប់រំនៅសន្តាននៃចិត្តរបស់យើងក៏ឲ្យមានធម៌របស់ព្រះដែលមានពភាកនៅក្នុងចិត្តហើយលះបង់នៅឆន្ទរាគៈនៅក្នុងនេះក្នុងចិត្តនេះយ៉ាងម៉េចក៏លះបង់ដោយឆន្ទរាគៈនៅក្នុងចិត្តគឺសេចក្តីត្រេកត្រអាលនៅក្នុងកាមនឹងព្រះអង្គសម្ដែងបែងចែកជាពីរគឺកិលេសកាមនិងវត្ថុកាមកិលេសកាមសំដៅទៅដល់បញ្ចកាមគុណទាំងឡាយ5មានរូបមានសម្លេងមានក្លិនមានរសមានសម្ផស្សនិងមានហោថាពៈអាហ្នឹងឯងគឺជាកិលេសកម្មដែលមានត្រាំនៅក្នុងសន្តាននៃចិត្តរបស់យើងរីឯវត្ថុកម្មគឺមានច្រើនទៅតាមលំដាប់លំដោយនឹងមានច្រើនណាស់ញោមមានផ្ទះមានដីមានស្រែមានចម្ការមានម៉ូតូមានឡានមានអីសពគ្រប់ទាំងអស់នឹងឯងលោកសម្ដែងថាជាវត្ថុកម្មហើយសួរញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបរឿងសេចក្តីត្រូវការប្រាថ្នាចង់បាននៅក្នុងវត្ថុកម្មក្តីកិលេសកម្មក្តីសម្រាប់វិស័យជាពុទ្ធជនបុគ្គលណាមួយដែលចេះស្អែតបុគ្គលណាមួយដែលចេះគ្រប់គ្រាន់ក៏សម្រាប់សន្តាននៃចិត្តនៃបុគ្គលជាពុទ្ធជននឹងឯងគឺគ្មានបុគ្គលណាមួយដែលចេះឆ្អែតបុគ្គលណាមួយដែលចេះគ្រប់គ្រាន់នោះទេសូម្បីតែព្រះបរមពុទ្ធិសត្វជាម្ចាស់នៃយើងនឹងកាលដែលព្រះអង្គមិនទាន់បានត្រាស់ដឹងជាពុទ្ធព្រះអង្គសោយវិជាតិជាពរាជាពនាមប្របាទមន្ធាទុរាជនឹងឯងសេចក្តីបតាត្រូវការរបស់លោកគឺជាសម្បត្តិស្ដេចចាស់ហើយយកនៅសម្បត្តិនៅក្នុងលោកនេះយកមកគ្រប់គ្រងរហូតទៅដល់ដណ្ដើមនៅសម្បត្តិនៃទេវតាយកមកគ្រប់គ្រងរហូតដណ្ដើមយកនៅសម្បត្តិរបស់សកទេវរាជជាស្ដេចនៃទេវតានឹងឯងយកមកគ្រប់គ្រងពាក់កណ្ដាលទៀតនោះក៏នៅតែលោកមិនស្កប់ដែរយោទីបំផុតនេះមានគោលបំណងដើម្បីដណ្ដើមយកនៅសម្បត្តិសកទេវរាជទាំងមូលវាអស់បុណ្យទៅត្រូវជាយត់មកនៅក្នុងឋានមនុស្សវិញបានលោកពោលថាសេចក្តីត្រូវការប្រាថ្នាទៅសេចក្តីចង់បានរបស់សត្វលោកនឹងឯងគ្មានទីបំផុតគ្មានគោលដៅឡើយសម្រាប់យើងគ្រប់គ្នានឹងក៏ដូចគ្នាដែររឿងសេចក្តីត្រូវការប្រាថ្នាចង់បាននៅវត្ថុកម្មគ្មានបុគ្គលណាមួយណាដែលថាចេះគ្រប់គ្រាន់នោះទេញោមតើការដើមឡើយញាតិញោមអ្នកដែលកើតតាន់ចំនួន3ឆ្នាំ8ខែ20ថ្ងៃមានញាតិញោមណាកើតតាន់អត់កើតតាន់អត់ញោមថែមតាន់ទេមើលទៅនោះអត់មានអ្នកមាត់ផងអាត្មានេះកើតមិនតាន់ទេញោមប៉ុន្តែអាត្មាលើចាស់គាត់និយាយគាត់ថាដេគុណណាកាយចំនួនហ្នឹងដេគុណគេឲ្យធ្វើការគេគ្មានគិតយើងឈឺយើងជាអីទេធ្វើការហើយអាហារដែលគេឲ្យទទួលទានបរិភោគនឹងឯងមិនគ្រប់គ្រាន់លេងបបរមកផ្ទះដាក់អង្គ2កំប៉ុង3កំប៉ុងហើយបបរជាមួយគល់ចេកគល់ល្ហុងចំនួនហ្នឹងបន់ឲ្យតែផុតចំនួនហ្នឹងឯងបានហូបគ្រប់គ្រាន់លេងចង់បានអីទៀតហើយដល់ប៉ានិយាយអញ្ចឹងថា
កាលពីចំនួនហ្នឹងឲ្យបានហូបគ្រប់គ្រាន់នឹងលេងចង់បានអីទៀតដែរប៉ុន្តែដល់ពេលចេញអំពីទីនឹងផុតមកភ្លេចណាញោមភ្លេចរឿងបានឲ្យបានបរិភោគគ្រប់គ្រាន់ហើយលេងចង់បានអីទៀតឲ្យបានហូបគ្រប់គ្រាន់គិតទៀតអីញោមខ្ញុំជឿអត់ជឿបានហូបគ្រប់គ្រាន់គិតអីបើទិញកង់មួយជិះដុបតាទៅវត្តឬគ្រាន់បើឬបើទិញកង់មួយជិះដុបយាយទៅវត្តឬគ្រាន់បើទិញកង់យកមកបានជិះហើយឃើញគេទិញម៉ូតូជិះគិតទៀតណាវាភ្លេចគិតអារឿងដើមឡើយដែលយើងគិតនោះញោមហេយាយតានោះគេដុបគ្នាម៉ូតូលឿនរបស់គេទំនងសំឯងពីរអ្នកយាយតានេះជិះកង់ធាក់កក្លឹកពេលខ្លះកង់ដាច់លីតផងអីផងវេទនានោះវេទនាណាចឹងមិនយាយយ៉ាងម៉េចតាឥឡូវនេះគិតលុកគោទិញម៉ូតូជិះទៅម៉ងទៅអីលុកគោទិញម៉ូតូជិះទៀតទៅដល់តែទិញម៉ូតូជិះមកឃើញគេជិះឡានគិតទៀតអីម៉ូតូដូចជាគ្រោះថ្នាក់ញឹកណាលុបប៉ាំងប្រោកដូចគ្មានរស់មួយនេះម៉ូតូចឹងគិតទៅមិនវាសុវត្ថិភាពជាងទិញឡានជិះតែបានឡានជិះនៅឃើញទៀតអេជិះឡានដូចរបាបើជិះយន្តហោះបែបស្រួលជាងរឿងហ្នឹងឯងញោមរឿងថាសេចក្តីប្រាថ្នារបស់សត្វលោកនឹងឯងមិនចេះចប់នោះទេញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបកាលណាបើគេលើកសម្បត្តិទាំងអស់ក្នុងលោកនឹងមកឲ្យនឹងក៏នៅតែមិនចប់ដែរប៉ុន្តែរឿងបុគ្គលអ្នកដែលព្យាយាមហាត់ពុតលុតដំឲ្យដូចញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបទាំងអស់នាំគ្នាមកដើម្បីបានស្ដាប់ពធអញ្ចឹងក៏ធ្វើការអប់រំនៅសន្តាននៃចិត្តនឹងឯងឲ្យយល់ថាវត្ថុទាំងឡាយក្នុងលោកនេះគឺវាមានតម្លៃសម្រាប់តែជីវិតយើងក្នុងគណៈពេលដែលយើងរស់នៅតែប៉ុណ្ណោះនោះទេពេលណាដែលយើងបាត់បង់ជីវិតទៅហើយឥតមានបុគ្គលណាមួយដែលថាត្រូវកាន់យកនៅវត្ថុអ្វីសូម្បីតិចតួចចេញអំពីលោកនេះទៅឡើយមានញាតិញោមណាយកផ្ទះថ្មទៅតាមមានអត់ញោមហើយញោមណាយកប្រពន្ធទៅតាមហើយញោមណាយកតាទៅតាមឥឡូវញោមមើលញោមកតោខាងត្បូងយកតាទៅអត់នេះដែលយើងយល់ដឹងអញ្ចឹងឯងញោមតែប្រព្រឹត្តទៅតាមធម៌ថាចេញអំពីលោកនេះទៅអត់មានបុគ្គលណាមួយដែលថាកាន់យកនៅរបស់អ្វីសូម្បីតែតិចតួចអំពីលោកនេះទៅឡើយហើយចោះកាលដែលយើងទៅយើងអត់មានយកអីទៅកាលដែលយើងមកយើងមានយកអីមកដែលអត់ញោមមកយកអត់ញោមនោះយកលុយបលៀនមកអ្នកអត់មាត់ហ្នឹងតែយកមកណាញោមហើយអ្នកដែលមាត់ហ្នឹងគ្មានយកមកអីទេមកតែខ្លួនទៅទេខ្មែរក្តីមហាថៃគ្រូក្តីមកទៅទេទាំងអស់ញោមអត់មានយកអីមកទេសំបីកណាត់ជូតទ្របខ្លួនហ្នឹងឯងដណ្ដប់ហ្នឹងឯងក៏គ្មានយកជាប់តាមខ្លួនមកជាមួយដែរអញ្ចឹងណាដែលថាដែលយើងយល់ទៅតាមព្រះធម៌អ្វីដែលមានមកនៅក្នុងលោកនេះវាគ្រាន់តែជាការលំអនៅក្នុងលោកនេះតែប៉ុណ្ណោះមិនអាចបុគ្គលណាមួយដែលត្រូវកាន់យកនៅវត្ថុទាំងអស់នឹងដែលជារបស់គ្រូតគ្រៀតជាប់តាមខ្លួនយកទៅលោកកមុខនោះទេហើយចោះវត្ថុអ្វីដែលយើងត្រូវកាន់យកទៅតាមខ្លួនយើងព្រះអង្គសម្ដែងតែមានតែពីរទេគឺបុណ្យនិងបាបអ្នកណាដែលប្រព្រឹត្តធ្វើនៅសេចក្តីល្អព្យាយាមលះបង់ដោយឆន្ទរាគៈតម្រេកត្រេកត្រអាលក្នុងកាមកិលេសកាមវត្ថុកាមហើយយកនៅទ្រព្យសម្បត្តិធនធានព្រមទាំងពេលវេលាដ៏មានតម្លៃយកមកដើម្បីប្រព្រឹត្តធ្វើនៅសេចក្តីល្អបុគ្គលនោះជាប់តាមខ្លួនទៅគឺកុសលកម្មគឺបុណ្យកុសលបុគ្គលណាដែលបានយកទ្រព្យសម្បត្តិនឹងឯងយកមកប្រព្រឹត្តធ្វើនៅសេចក្តីល្អចិញ្ចឹមមាតាបិតាអនុគ្រោះទៅដល់កូនប្រពន្ធបុត្រភរិយាហើយធ្វើការកសាងទំនុកបំរុងដល់សមណៈព្រាហ្មណ៍ភិក្ខុសង្ឃក្នុងសាសនាបែរជាយកនៅវត្ថុនឹងឯងយកទៅប្រព្រឹត្តនៅលបែងអបាយមុខអីផ្សេងទីបំផុតនៃជីវិតរបស់បុគ្គលនឹងឯងរមែងទៅកាន់ទុក្ខតិយ៉ាងពិតប្រាកដហើយបើកាលណាទៅកាន់ទុក្ខតិទីកន្លែងនឹងឯងគឺជាទីកន្លែងសម្រាប់ទទួលរងនៅ
សេចក្តីទុកឯងញោមបុណ្យកុសលផ្ដល់ឲ្យមកជាទីកន្លែងនាំឲ្យបានជួបប្រទះនៅសេចក្តីសុខប៉ុន្តែបុគ្គលណាដែលមិនបានប្រព្រឹត្តទៅនៅសេចក្តីល្អទេហើយប្រព្រឹត្តទៅនៅអំពើអាក្រក់ផ្សេងបុគ្គលនោះទីបំផុតរមែងទៅទទួលរងនៅសេចក្តីទុក្ខក្នុងទុក្ខតិភពអីផ្សេងទៅហ្នឹងពាក្យមួយលោកពោលថាបុណ្យគឺផលសោយជាញាតិផៅបាបគឺផលខ្មៅបោលសម្រាប់ជីវិតសោយទុក្ខឬក៏សុខលំបាកសំណុកកើតអំពីកម្មដាំស្វាយបេះស្វាយដោយខ្លួនឯងដាំស្លែងបេះស្លែងជាប្រចាំបេះផ្លែពីដើមដែលខ្លួនដាំផលកើតពីកម្មដែលខ្លួនធ្វើហើយយើងពិចារណាត្រង់ចំណុចដឹងទាំងអស់គ្នាថាបុណ្យគឺផលសោហើយគឺជាញាតិផៅរបស់យើងគ្រប់គ្នាទាំងអស់ចំណែកឯបាបវិញគឺផលខ្មៅហើយរមែងបល់សម្រាប់ជីវិតរបស់យើងនេះដែលជួបប្រទះនៅសុខឬក៏ទុក្ខនឹងឯងវាមិនកើតចេញមកអំពីទេវតាវាមិនកើតចេញមកអំពីដុំថ្មមេវាមិនមែនកើតចេញមកអំពីអ្នកតាឯណាទេព្រះអង្គសម្ដែងថាជីវិតសោយទុក្ខឬក៏សុខលំបាកស្រណុកគឺកើតចេញមកអំពីកម្មដែលយើងបានប្រព្រឹត្តនឹងឯងយោលំបាកដីស្រណុកដីគឺអត់មានកើតចេញមកអំពីណាទេគឺកើតចេញមកអំពីកម្មព្រោះពុទ្ធព្រះអង្គសម្ដែងថាកម្មੰសត្វទេវិភេចតិកម្មគឺជាអ្នកចាត់ចែងបែងចែកទៅសត្វលោកយៈទីទាំងហើយណាប់បណៃតតាយៈល្អដីអាក្រក់ដីគឺវាទៅតាមសំគួរទៅដល់កម្មដែលខ្លួនបានប្រព្រឹត្តនឹងឯងអញ្ចឹងឯងញាតិញោមពុទ្ធបរិស័ទប្រុសស្រីគ្រប់រូបតខាងភូមិកតោក្ដីញាតិញោមនៅខាងឃុំកតោកនៅក្ដីញាតិញោមនៅពោធិ៍សែនជ័យនឹងក្ដីដែលយើងកើតមកហើយយើងមានសម្បត្តិល្មមដើម្បីចិញ្ចឹមជីវិតរបស់យើងឲ្យប្រព្រឹត្តទៅបានណែយើងមានកាយសម្បទាបរិបូរណ៍គ្រប់គ្រាន់មានកាលសម្បត្តិពេលដែលយើងកើតមកមានពុទ្ធសាសនាមានកតិសម្បត្តិជាតិកំណើតកើតមកជាមនុស្សមានឧបធិសម្បត្តិគឺមានកាយសម្បទាបរិបូរណ៍គ្រប់គ្រាន់នៃជាដើមទាំងអស់នេះគ្មានអ្វីដទៃក្រៅអំពីបុណ្យឲ្យញាតិញោមទេដែលយើងបានប៉ុណ្្នឹងឯងញោមក្នុងការដែលយើងកសាងលះបង់នៅទ្រព្យសម្បត្តិធនធាននិងពេលវេលាដ៏មានតម្លៃរបស់យើងអំពីអតីតមកហើយដែលផ្ដល់ឲ្យយើងបាននៅសេចក្តីសុខប៉ុណ្ណឹងបាននៅសម្បត្តិប៉ុណ្ណឹងសំគួរទៅដល់ការប្រព្រឹត្តទៅនៅសេចក្តីល្អហើយដើម្បីជាប្រយោជន៍ដល់ខ្លួនរបស់យើងទៅក្នុងលោកមុខទៀតបើសិនបើយើងមិនបានធ្វើការលះបង់យើងមិនបានធ្វើការចំណាយពេលវេលាដ៏មានតម្លៃដើម្បីប្រព្រឹត្តទៅនៅសេចក្តីល្អទៀតនោះទេជីវិតរបស់យើងចេញអំពីទីនឹងទៅរមែងទៅកាន់ទុក្ខតិភពយ៉ាងពិតប្រាកដហើយញាតិញោមទាំងអស់គ្នានឹងអ្នកណាដែលចង់ទៅកាន់ទុក្ខតិភពញោមមានអ្នកចង់ទៅអត់មើលថាមួយវិញចង់ទៅអត់ញោមចំណែកអត់មាត់នឹងចង់ទៅទៅចោះញោមមិនខត់ទេទៅចោះគ្មានបុគ្គលណាមួយដែលចង់ទៅកាន់ទុក្ខតិទេទាំងអ្នកមិនថាក៏ដោយអ្នកថាក៏ដោយអ្នកលោកសួរនឹងឆ្លើយក៏ដោយមិនឆ្លើយក៏ដោយប៉ុន្តែទីបំផុតនៃជីវិតនឹងឯងសូមឲ្យខ្ញុំបានទៅកើតនៅក្នុងសុគតិមែនអត់ញោមណាញោមណាសូមឲ្យខ្ញុំបានទៅកើតនៅក្នុងសុគតិនឹងឯងគឺជាសេចក្តីប្រាថ្នារបស់យើងហើយបើសិនបើសេចក្តីប្រាថ្នារបស់យើងអញ្ចឹងសួរតែយើងគួរធ្វើយ៉ាងម៉េចបណ្ដែតបណ្ដោយជីវិតនឹងឯងឲ្យវានៅក្នុងកាមគុណសេចក្តីត្រេកត្រអាលត្រេកអរពេញចិត្តនៅក្នុងកាមឬក៏មាននៅឆន្ទរាគៈឆន្ទៈនឹងប្រែទៅពេញចិត្តណាញោមតិចច្រឡំប្រែអីទៅផ្សេងឆន្ទៈប្រែមកទៅលោកឆាន់ឆ្អឹងត្រីឆ្លាក់ឆ្អឹងអីទៅមិនមែនទេញោមឆន្ទៈនឹងប្រែមកថាពេញចិត្តកាមៈនឹងគឺចំណង់ឬក៏សេចក្តីត្រូវការប្រាថ្នារាគៈនឹងគឺតម្រេកត្រេកត្រអាលអញ្ចឹងឆន្ទរាគៈនឹង